ក្មេងស្រីអាចារ្យឲ្យឃើញថាឆ្អឹងនិងសរសៃរបស់អ្នកបរិសុទ្ធណាស់តើសុខចិត្តតាមអាចារ្យឲ្យហាត់សិល្បៈអមតៈដែរឬទេរសជាអមតៈខ្ញុំមិនចង់រសជាអមតៈទេខ្ញុំចង់ក្លាយជាអ្នកមានអាចារ្យឲ្យគឺជាបុព្វបុរសរបស់អ្នកឃើញអ្នករស់នៅក្រីក្រចង់ផ្ដល់វាសនាល្អមួយឲ្យអ្នកវាសនាល្អអាចបដូរជាលុយបានទេតាមតែជាសុបិនសោះហើយអ្វីមកខ្ញុំនៅតែជឿមែនមុននេះគឺអ្នកវាយខ្ញុំមែនទេវាមនុស្សតាមចិត្តជឿទេខ្ញុំប្តឹងប៉ូលីសហាងទំនិញរបស់ខ្ញុំមានកាមេរ៉ាសុវត្ថិភាពខ្ញុំមិនបានចិត្តណាទេហើយយ៉ាងណាក៏មិនភ្ញាក់ទេទើបសាក់ផ្ទះមុខអ្នកលោកម្ចាស់សុំសួរថាមានទឹកទេមិនបាច់ហៅលោកម្ចាស់ទេទឹកនៅខាងនោះអ្នកទៅយកដោយខ្លួនឯងចុះA10 នោះត្រូវបង្វិលបើកអរគុណលោកម្ចាស់មិនបាច់ហៅលោកម្ចាស់ទេទោះហៅលោកម្ចាស់ក៏ត្រូវបង់លុយដែរ20 យ៉នលោកម្ចាស់មើលនេះល្មមទេប្រាក់សុទ្ធពិតជាល្មមហើយលោកម្ចាស់ខ្ញុំអាចយកទឹក4 ដបទៀតបានទេយកចុះទឹកទៅណាហើយខ្ញុំដាក់ចូលលំហផ្ទុករបស់រួចហើយសមាជិកកោសម្ព័ន្ធរបស់ខ្ញុំនៅខាងក្រៅគេក៏ត្រូវការដែរលំហផ្ទុកលោកម្ចាស់ខ្ញុំសូមលាមុនបាត់ខ្លួនហើយបាត់ខ្លួនមែនការហាត់សិល្បៈអមតៈគឺជាការពិតនេះមិនមែនជាយន់ហ្សៃសេដែលលួចអាចបំបាំងក្រុមហ៊ុនយើងទេយន់ហ្សៃសេចៅលេងសេប៉ូលីសបានស៊ើបអង្កេតច្បាស់ហើយមិនមែនខ្ញុំធ្វើទេអ្នកនៅតែហ៊ានបង្ខូចខ្ញុំទៀតប្រយ័ត្នខ្ញុំប្តឹងអ្នកពីបទបរិហាគេយន់ហ្សៃសេអ្នកបំណុលលបែង30 លានឪពុកចង់រត់បាត់ហើយម៉ាក់នាំប្អូនប្រុសរត់បាត់ដែរនៅសល់តែខ្ញុំម្នាក់ឯងទទួលបន្ទុកលោកម្ចាស់ទ្វារបិទចិត្តគាត់ចូលមកបានដោយរបៀបណាខ្ញុំអាចបដូរយកអាហារខ្លះបានទេថែមទៀតអ្នកមកពីណាហើយអ្វីហៅខ្ញុំថាលោកម្ចាស់ខ្ញុំជាអ្នកភូមិសិននៃនិកាយយ៉ាន់ឆេងអាកំបាំងកន្លែងនេះត្រូវបានបង្កើតដោយអ្នកខ្លាំងម្នាក់អ្នកខ្លាំងនោះគឺជាបុព្វបុរសរបស់ខ្ញុំគាត់បានឡើងឋានហើយទីនេះខ្ញុំជាអ្នកគ្រប់គ្រងបន្តអូនត្រូវឲ្យខ្ញុំឈ្មោះយ៉ាន់ហ្សៃចុះអ្នកវិញខ្ញុំឈ្មោះស៊ីយ៉ាន់គ្រួសារសរបស់ពួកយើងត្រូវបានគេចោទថាផ្គត់ផ្គង់អាវុធវេទធ្វើឲ្យនិកាយយ៉ាន់ឆេងចាញ់សង្គ្រាមត្រូវបានឃុំឃាំងជិត1 ឆ្នាំអ្នកភូមិទាំងអស់គ្មានបាយហូបសូម្បីតែក្មេងក៏ទំពាសម្បកឈើរឿងផ្សេងខ្ញុំប្រហែលជាអង្គរនឹងសៅខ្ញុំនៅអាចឲ្យបានខ្ញុំនឹងឲ្យអ្នកអង្គរ1000 បាវអ្នកអាចដាក់វាទាំងអស់បានទេអាចដាក់បានគ្រាន់តែអង្គរល្អ1000 បាវត្រូវចំណាយលុយប៉ុន្មានមានលុយហើយសុភាពបុរសមិនដណ្ដើមរបស់ដែលអ្នករបស់នេះអ្នកទុកចុះហាងទំនិញរបស់ខ្ញុំពិតជាអាចភ្ជាប់ទៅពិភពអ្នកប៊ូបានមែនអ្នកនាងយ៉ននេះចង់ទៅណាដែរអ្នកជំពាក់គឺឪពុកចុងរបស់ខ្ញុំឆេនឈីហ្គេងខ្ញុំក៏មិនមែនជាកូនបង្កើតរបស់គាត់ដែរហាងទំនិញនេះក៏ជាគេដំណើរពីឪពុកបង្កើតរបស់ខ្ញុំគ្មានតាក់ទងសំបី1 សេនជាមួយឆេនឈីហ្គេងទេបំណុលឪពុកទៅរកកូនប្រុសបង្កើតរបស់គាត់ឆេនហុងថេងទៅអញមិននិយាយច្បាប់ជាមួយអញទេជឿទេថាអញនឹងលក់ឯងភ្លាមយកទៅសងបំណុលជំនួសឪពុកឯងធ្វើអីកុំធ្វើរឿងដេះកុំភ័យថ្ងៃនេះមិនមែនអ្នកស្លាប់ខ្ញុំរស់ទេគឺខ្ញុំស្លាប់អ្នករស់ត្រូវតែមានវិធីដោះស្រាយបំណុលនេះអីចឹងឥឡូវអ្នកអាចសងបានប៉ុន្មានម៉ឺននៃខ្ញុំគឺ1 សេនក៏គ្មានបើបង្ខំខ្ញុំខ្លាំងពេកអ្នករាល់គ្នានឹងមិនបានអ្វីសោះប៉ុន្តែខ្ញុំមានត្បូងពាក់បុរាណដែលបន្សល់ពីដូនតាឲ្យខ្ញុំយកទៅលក់ដូរជាលុយបានទេយប់មិញខ្ញុំមាត់លឿនពេកទទួលសញ្ញាផ្គត់ផ្គង់អង្គរ1000 បាវតែខ្ញុំឯណាមានលុយទិញទំនិញសំណាងល្អដែលស៊ីយ៉ានទុកមីសមួយគំនរនៅទីនេះបងវងគឺខ្ញុំយ៉ាន់ចៃសេខ្ញុំមានទំនិញមួយចំនួនចង់បដូរយកលុយបន្តិចតាមទម្លាប់ចាស់ខ្ញុំយកដៃគោមាសមួយមកដាក់បញ្ចាំថ្ងៃនេះសូមដឹកអង្គរ1000 បាវមកឲ្យខ្ញុំជាមុនខ្ញុំយកទាំងអស់យកមាសរបស់ស៊ីយ៉ានមកដាក់បញ្ចាំជាមុនដើម្បីបង់ថ្លៃអង្គររៀបចំអង្គរ1000 បាវឲ្យរួចហើយប្រគល់ឲ្យគាត់ទាំងអស់ចាំលក់វត្ថុមានតម្លៃបានសិនទើបដកដើមវិញប្អូនសួរអ្នកកើតអីហើយកុំឲ្យខ្ញុំភ័យអីខ្ញុំបានចែកអាហារឲ្យសមាជិកកោសម្ព័ន្ធនៅមាត់រូងបានជួបសត្វអារក្សពួកគេបានការពារខ្ញុំឲ្យចូលមកខ្ញុំរងរបួសបន្តិចទាំងនេះសុទ្ធតែឲ្យខ្ញុំមែនសូម្បីតែយ៉ាងឆេងសេកក៏មិនហ៊ានចំណាយធំបែបនេះដែរត្បូងពាក់ដែលអ្នកឲ្យខ្ញុំមានតម្លៃមិនតិចទេត្រូវឲ្យអាវុធវេទមន្តរបស់អ្នកមនុស្សធម្មតាអាចប្រើបានខ្ញុំចង់យកការពារខ្លួនមនុស្សធម្មតាគ្មានធម៌ពលវិញ្ញាណមិនអាចប្រើវាបានទេតែកាលខ្ញុំនៅជាសិស្សខ្ញុំធ្លាប់ផលិតអាវុធការពារសម្រាប់មនុស្សធម្មតាចាំរកមើលគឺរបស់នេះវាអាចបង្វិលត្រឡប់ការវាយប្រហាររបស់អ្នកមានកម្រិត cultivation ការវាយប្រហារផ្លូវកាយនិងវេទមន្តពេលពាក់នៅដៃបើមាននរណាវាយវានឹងការពារដោយស្វ័យប្រវត្តិតែប៉ុណ្ណេះក៏គ្រប់គ្រាន់ហើយខ្ញុំនឹងយកអង្គរល្អមកបដូរជាមួយអ្នកបន្ទាប់ពីឆ្លងផុតវិបត្តិនេះខ្ញុំនឹងសងកញ្ញាយ៉ាន់ទ្វេដងជាមិនខានអាចបង្វិលត្រឡប់ការវាយប្រហារវិញរបស់នេះនៅក្នុងពិភពខ្ញុំវាអាចការពារខ្ញុំពីអ្នកណាបានខ្លះមេកោសម្ព័ន្ធយ៉ាងឆេងសេកបានចាប់ប្រកាន់ភូមិតកោស្ថាបផ្គត់ផ្គង់អាវុធវេទមន្តមានបណ្ដាឲ្យពួកគេចាញ់សង្គ្រាមពួកគេបានឃុំឃាំងពួកយើងនៅទីនេះអស់1 ឆ្នាំប៉ុន្តែភាគីនិកាយនោះចេតនាពន្យាពេលច្បាស់ណាស់ដរាបណាពួកគេមិនស្ដារកិត្តិយសឲ្យពួកយើងក៏នឹងជាប់នៅទីនេះដដែលអ្នកភូមិទាំងមូលចិត្តអត់ឃ្លានស្លាប់ហើយមេកោសម្ព័ន្ធយ៉ាងឆេងសេកធូរហេតុពេកហើយហេតុអ្វីពួកយើងនៅតែត្រូវស្មោះត្រង់ចំពោះពួកគេទៀតគ្រាន់តែអ្នកបញ្ជាមួយម៉ាត់ពួកយើងនឹងស៊ូស្លាប់ដើម្បីទម្លុះការឡោមព័ទ្ធនេះទៅពឹងពាក់និកាយឆៃញួនបង្ខំទម្លុះការឡោមព័ទ្ធនោះនឹងក្លាយជាលេសឲ្យនិកាយយ៉ាងឆេងសម្លាប់ពូត្រកូល
បើពិតជាចូលនិកាយឆៃញួនក៏នឹងបញ្ជាក់បទចោទថាខុបខិតគេឈ្មោះស្អាតរបស់ត្រកូលសរាប់ពាន់ឆ្នាំនឹងរលាយភ្លាមឈឺនៅតំបន់ហាមឃាត់រកបានបន្លែព្រៃឬផ្លែឈើដែលអាចញ៉ាំបានទេមេត្រកូលតំបន់ហាមឃាត់ក៏រាំងស្ងួតអស់3ខែហើយរបស់ដែលអាចញ៉ាំបានត្រូវគេប្រមូលអស់ហើយយ៉ាងឈីឈប់រកទៀតទៅទម្លុះការឡំព័ទ្ធជាមួយពួកយើងកុំប្រញាប់អីទោះគ្មានបន្លែព្រៃនិងផ្លែឈើប៉ុន្តែខ្ញុំបដូរបានអង្ករនិងអាហារផ្សេងទៀតអង្ករនេះពិតជាអង្ករស្មែនតែថងតូចប៉ុណ្ណឹងមិនអាចដោះស្រាយបញ្ហាអត់ឃ្លានរបស់អ្នកភូមិទាំងអស់បានទេមិនមែនមានតែមួយថងទេមាន1000ថងម្ចាស់ហាងនោះក៏និយាយថាខ្ញុំចង់បានប៉ុន្មានក៏មានប៉ុណ្ណឹងមានរបស់នេះហើយមិនបាច់ខ្លាចចោលអរហេទៀតទេតែការពារខ្លួនមួយមុខមិនគ្រប់គ្រាន់ទេខ្ញុំត្រូវតែហ្វឹកហាត់ខ្លួនឯងផ្លាកនេះពីមុនមិនមែនគេចាក់ដោយដៃគោទេខ្ញុំជាអ្នកចម្រាញ់ថ្នាំម្នាក់ហេតុអ្វីបានជាខ្ញុំច្រឡំចូលមកកន្លែងចម្លែកបែបនេះមិននឹកស្មានថាវិហារចាស់នេះលាក់ទុកទឹកដីអាកំបាំងដែលភ្ជាប់ទៅពិភពមានចោលចូលហើយមានគេដុតភ្លើងឈប់សិនខ្ញុំគ្រាន់តែដើរតាមពន្លឺមកមិនមានអារម្មណ៍ថាមានរលកធម៌ពលវិញ្ញាណទេប៉ុន្តែមានកម្លាំងមួយវាខ្ញុំត្រឡប់មកវិញនេះជាវិធីសាស្ត្រអ្វីអ្នកក៏ត្រូវការអាហារដែរឬទីនេះគឺជាផ្សារទំនើបបើបងថ្លៃបានខ្ញុំអាចលក់ឲ្យអ្នកវត្ថុអាថ៌កំបាំងអ្នកធ្វើអ្វីកុំធ្វើផ្ដេសផ្ដាសខ្ញុំចង់ទិញខ្សែដៃរបស់អ្នកខ្ញុំចង់បានអាវុធវេទមន្តអញ្ចឹងអ្នកអាចយកអ្វីមកដោះដូរនេះគឺជាគាថាបណ្ដេញស្ត្រូវវាមានប្រសិទ្ធភាពស្រដៀងនឹងអាវុធវេទមន្តរបស់អ្នកតែគួរឲ្យស្ដាយវាអាចប្រើបានតែម្ដងប៉ុណ្ណោះនេះជាថ្នាំបង្កើនថាមពលនិងថ្នាំសម្អាតចិត្តដែលខ្ញុំបានចម្រាញ់ថ្នាំទាំងនេះពិតជាស្អាតណាស់លំនាំនេះត្រូវបានបោះពុម្ពដោយផ្សិតមែនទេនេះហៅថាលំនាំវិញ្ញាណវាមានជាប់ជាមួយថ្នាំតាំងពីដើមថ្នាំដែលមានលំនាំវិញ្ញាណទើបមានប្រសិទ្ធភាពល្អមនុស្សធម្មតាអាចប្រើបានទេមិនអាចទេរាងកាយមនុស្សធម្មតាស្រាលបំផុតគឺហូរឈាមតាមរន្ធទាំង7ធ្ងន់ធ្ងរវិញរាងកាយនឹងផ្ទុះស្លាប់អាវុធវេទមន្តក៏ប្រើមិនបានថ្នាំក៏ប្រើមិនបានដែរខ្ញុំត្រូវប្រញាប់ហ្វឹកហាត់ឲ្យបានរបស់ទាំងនេះនៅមិនទាន់អាចដោះដូរយកខ្សែដៃរបស់ខ្ញុំបានទេខ្ញុំនៅតែត្រូវពឹងវាដើម្បីរក្សាជីវិតទុកថ្នាំមួយគ្រាប់ឲ្យខ្ញុំទៅខ្ញុំនឹងសួរអ្នកផ្សេងមើលថាតើគេចង់បានឬអត់ខំដោះដូរឲ្យអ្នកបានអាវុធវេទមន្តមួយពិតមែនឬប្រើតែថ្នាំក៏អាចដោះដូរបានអាវុធវេទមន្តតារាប់ណាថ្នាំមិនលើសកម្រិតទាំងខ្ញុំនិងលោកគ្រូរបស់ខ្ញុំសុទ្ធតែអាចចម្រាញ់បានអ្នកចង់បានថ្នាំប្រភេទណាក៏បានពេជ្រនេះមិនចាំបាច់កិនទេក្រដាសក៏មិនចាំបាច់ជ្រលក់ទឹកដែររីឲ្យមុខងាររបស់ថ្នាំទាំងនេះមានបញ្ជាក់នៅក្នុងសៀវភៅមូលដ្ឋានទាំងអស់ខ្ញុំឈ្មោះអ្នកមកប្រាសាទចាស់នេះដើម្បីបួងសួងមែនទេសូមខ្ញុំវិញល្អជាងគ្រាន់តែលើកជង្គង់ឲ្យខ្ញុំហើយគោរព3ដងហើយហៅខ្ញុំថាឪពុកម្ដងខ្ញុំប្រហែលជាអាចពិចារណាជួយអ្នកនិយាយល្អឲ្យអ្នកបន្តិចមិនចាំបាច់ទេអ្នកនិងលោកគ្រូរបស់អ្នកត្រូវបានបណ្ដេញចេញពីសមាគមអ្នកចម្រាញ់ថ្នាំនៅចម្រាញ់នឹងធម្មពលវិញ្ញាណផ្លូវចម្រាញ់ថ្នាំរបស់អ្នកនឹងបញ្ចប់ត្រឹមនេះជារៀងរហូតតារាប់ណាអ្នកផ្ដាច់ទំនាក់ទំនងជាមួយលោកគ្រូបន្ទាប់មកចូលក្រោមលោកគ្រូរបស់ខ្ញុំនៅតែមានឱកាសក្លាយជាគ្រូចម្រាញ់ថ្នាំអមតៈកំពូលខ្ញុំស្ម័គ្រចិត្តចាក់ចេញដោយខ្លួនឯងដោយសារខ្ញុំទៅលោកគ្រូរបស់ខ្ញុំប្រឆាំងនឹងអាចារ្យថេងខ្ញុំដាច់ខាតមិនបោះបង់លោកគ្រូឡើយមិនទទួលការគោរពតតែទទួលទណ្ឌកម្មមុននេះអ្នកធ្វើខ្លួនលាក់លៀមលាក់ទុកគ្រាប់ពេជ្រវិញ្ញាណដែលលួចបាននៅក្នុងនោះមែនទេលើកនេះខ្ញុំលើកលែងឲ្យអ្នកឈ្មោះល្បីជាទេពកោសលទី1ផ្នែកចម្រាញ់ថ្នាំចាប់ពីថ្ងៃនេះជារបស់ខ្ញុំហើយមានអ្វីមែននៅមានរឿងអ្វីទៀតគឺថាខ្ញុំឃើញអ្នកមានអង្គរមានម្ហូបបាយទេមានសាច់ជ្រូកឆ្អឹងជំនីចំហុយទឹកក្រហមសាច់គោស្ងោរជាមួយដំឡូងសាច់ជ្រូកចំហុយជាមួយបន្លែស្ងួតទាំងអស់សូមឲ្យកញ្ញាយ៉ាងជាអ្នកសម្រេចមិនឃើញភ្លើងសោះតែអាចកម្ដៅបាននេះជាវត្ថុអាចកំបាំងអ្វីឆ្ងាញ់ណាស់Cheyenne ហេតុអ្វីទើបតែត្រឡប់មកពេលនេះខ្ញុំបានជួបថេងឈៀវលោកគ្រូខ្ញុំបានជួបមនុស្សចម្លែកម្នាក់នៅព្រៃឈើទីនោះមានដែនសម្ងាត់មួយភ្ជាប់ទៅពិភពផ្សេងគាត់មានវត្ថុអាចកំបាំងនៅក្នុងដៃខ្ញុំបានឲ្យថ្នាំអមតៈទាំងអស់ដល់គាត់សន្យាថានឹងបដូរវត្ថុអាចកំបាំងឲ្យខ្ញុំកូនល្ងងឲ្យអ្នកឲ្យថ្នាំអមតៈទាំងអស់ដល់គាត់បើគាត់មិនឲ្យវត្ថុអាចកំបាំងវិញតើធ្វើដូចម្តេចពុកមាត់អាចស្គាល់តែចិត្តមនុស្សស្គាល់មិនបានគាត់មើលទៅស្មោះត្រង់ណាស់គាត់មិនបានប្រយ័ត្នខ្ញុំទេមិនអីទេចាំមើលថាគាត់នឹងប្រគល់របស់ដែលបានសន្យាឲ្យអ្នកឬអត់ត្រកូលយ៉ាងចេញមកឥឡូវនេះបន្តោងត្បូងនេះបានមកពីណាខ្ញុំឲ្យគេពិនិត្យហើយវាមិនមែនជាមរតកគ្រួសារទេចុះយ៉ាងណាជីកបានពីក្រោមដីចង់ប្តឹងប៉ូលីសចាប់ខ្ញុំក៏ចាប់ទៅអ្នកបានធ្វើអ្វីអ្នកគិតថាខ្ញុំបានធ្វើអ្វីនោះហើយជាអ្វីដែលខ្ញុំបានធ្វើខ្សែដៃនេះនៅក្នុងពិភពរបស់ខ្ញុំគ្មានអ្នកណាអាចការពារខ្ញុំហើយត្រូវទៅប្រឆាំងនឹងអ្នកណាទេនេះមិនមែនជាអ្វីដែលខ្ញុំបានខាត់ឲ្យភ្លឺទេស៊ូយ៉ាន់ឈឺមកហើយរាល់ពេលយូសែនមកគាត់នាំដុំមាសមួយមកហើយពេលត្រឡប់ក៏នាំមួយទៀតមាសពីដុំពិភព2ផ្សារទំនើបអាចភ្ជាប់ទៅពិភពផ្សេងបានគឺពឹងផ្អែកលើផ្លាកសញ្ញានេះកញ្ញាយ៉ាន់នេះគឺលោកប៊ីរងសេងម្ចាស់ហាង King Gaye មាសដែលអ្នកយកមកបង់ប្រាក់កក់ថ្លៃទំនិញកាលពីម្សិលមិញពណ៌ទឹកក្រូចរបស់វាពិសេសណាស់លោកបេបានមកមើលដោយផ្ទាល់លំនាំពណ៌ទឹកក្រូចលើមាសនេះខ្ញុំរកស៊ីវត្ថុបុរាណជាច្រើនឆ្នាំមកហើយមិនដែលឃើញទេកញ្ញាយ៉ាន់វាមានប្រភពមកពីណាជាមរតកគ្រួសារបើថ្ងៃក្រោយមានរបស់បែបនេះទៀតអាចតាក់ទងខ្ញុំបានស្បៀងដែលអ្នកឲ្យបានជួយភូមិរបស់យើងយ៉ាងច្រើន
មនុស្សគ្រប់គ្នាបានចែកគ្នាទាំងអស់រឿងរបស់ត្រកូលយើងនៅមិនទាន់ដោះស្រាយរួចទេមិនបានទៅសួរយ៉ាងឆេងសេកអំពីវឌ្ឍនភាពនៃការស៊ើបអង្កេតបានសួរហើយតែពួកគេគ្រាន់តែគេចវិប៉ុណ្ណោះ Elder យ៉ាងទូថាវាជាបញ្ហារបស់អាវុធយើងទេ Elder Wen ទាមទារឲ្យយើងប្រគល់កំណត់របស់ត្រកូលបើគ្មានអាវុធវេទមន្តរបស់យើងទេយ៉ាងឆេងសេកនឹងឲ្យត្រកូលយើងផលិតទាំងអស់នៅពីក្រោយរឿងនេះប្រហែលជាត្រកូលយើងជាអ្នកបញ្ជាមានន័យថាពួកសាលាអំតាក់នៅពិភពអ្នកកំពុងធ្វើអាវុធរៀនមែនទេក៏ត្រូវការថ្នាំអំតាក់ជាច្រើនដែរមែនទេថ្នាំអំតាក់មានតម្លៃថ្លៃណាស់អ្នកបណ្ដុះវិជ្ជាធម្មតាមិនអាចប្រើបានទេគឺមានតែរងចាំស្លាប់ប៉ុណ្ណោះសូមមើលថាក្នុងនេះមានថ្នាំអំតាក់ដែលអ្នកត្រូវការឬអត់អ្នកក៏អាចផ្ដល់ថ្នាំអំតាក់ឲ្យខ្ញុំវិញដែរថ្នាំអំតាក់សុទ្ធតែជាថ្នាំអំតាក់កម្រិតកំពូលទៀតផងកញ្ញាយន់ទាំងនេះសុទ្ធតែជាថ្នាំអំតាក់មែនឬនេះជាសៀវភៅមូលដ្ឋានអំពីថ្នាំអំតាក់អ្នកប្រៀបធៀបមើលដោយខ្លួនឯងទៅកុំមើលខ្ញុំបែបនេះអីថ្នាំអំតាក់ទាំងនេះជារបស់អ្នកផ្សេងតែអ្នកអាចយកអាវុធវេទមន្តមកបដូរបានអ្នកដែលផ្ដល់ថ្នាំអំតាក់ចង់ឃើញអាវុធវេទមន្តដែលមានប្រសិទ្ធភាពស្រដៀងគ្នាវាសម្រាប់អ្នកបណ្ដុះវិជ្ជាមានទេជាជាងថងឈិននេះតារាប់ណាជាអ្នកបណ្ដុះវិជ្ជាសុទ្ធតែអាចប្រើបានតែមនុស្សធម្មតាមិនអាចប្រើបានទេអ្នកថែមទាំងមានចិញ្ចៀនទុករបស់ទៀតបដូរឲ្យខ្ញុំ2វងបានទេខ្ញុំនៅសល់ចិញ្ចៀនទុករបស់ទេចំនួន3វងខ្ញុំឲ្យអ្នកទាំងអស់កញ្ញាយន់សូមឲ្យអ្នកជួយបដូរថ្នាំគ្រាប់បែបនេះឲ្យខ្ញុំបន្ថែមទៀតអាចបដូរបានប៉ុន្មានអាស្រ័យលើភាគីម្ខាងអាចឲ្យប៉ុន្មានខ្ញុំយកព្រមទាំងអស់បានអ្នកដាក់វត្ថុវេទមន្តទាំងនេះចូលក្នុងឧបករណ៍ទុកនេះទៅខ្ញុំនឹងប្រគល់ឲ្យភាគីម្ខាងដោយផ្ទាល់អូមែនហើយខ្ញុំក៏បានទិញអង្គពីឧបករណ៍ទុករបស់អ្នកដែរទេ2000បាវតែអស់ដាក់អស់តើខ្ញុំជាមនុស្សខុសទៀតហើយឬលោកគ្រូធ្លាប់និយាយថាខ្ញុំស្លូតពេកហើយងាយជាគេមើលទៅពិតមែនសាក់លបងជាលើកចុងក្រោយបើមិនបានខ្ញុំនឹងចាក់ចេញខ្ញុំថាអំតាក់យោតើអ្នកចាំបាច់មកពាក់កណ្ដាលយប់រាល់ដងមែនទេយើងកំណត់ពេលមួយទៅអ្នកកំណត់ពេលមកជាមុនទៅមិនមែនថាត្រូវតែមកនៅម៉ោងនេះទេទើបអាចចូលបានគឺពេលនោះខ្ញុំមានភ្ញៀវម្នាក់ទៀតលើកក្រោយអ្នកគ្រាន់តែជិះពេលនោះទៅភាគីម្ខាងពេញចិត្តថ្នាំគ្រាប់របស់អ្នកណាគេបានឲ្យវត្ថុវេទមន្ត2 3មកខ្សែដៃនោះគឺជាអ្វីដែលអ្នកស្នើសុំមុខងារដូចខ្សែដៃរបស់ខ្ញុំដែរវត្ថុវេទមន្តពិតជាវត្ថុវេទមន្តមែនកញ្ញាយន់មិនបានបោកខ្ញុំទេឧបករណ៍ទុកទាំងពីរនេះជាអំណោយពីភាគីម្ខាងមួយឲ្យអ្នកហើយមួយទៀតក៏ឲ្យអ្នកដែរនៅក្នុងឧបករណ៍ទុកនេះនៅមានវត្ថុវេទមន្ត29មុខទៀតវត្ថុវេទមន្ត29មុខគេចង់បដូរយកថ្នាំគ្រាប់អ្នកធ្វើតាមសមត្ថភាពរបស់អ្នកទៅរបស់ទាំងនេះគ្រប់គ្រាន់ទិញហាងថ្នាំគ្រាប់របស់លោកគ្រូខ្ញុំបាន100ហាងកញ្ញាយន់ថ្ងៃស្អែកខ្ញុំនឹងរើហាងថ្នាំគ្រាប់មកឲ្យអ្នកលោកគ្រូខ្ញុំបានបដូរយកវត្ថុវេទមន្តហើយឧបករណ៍ទុក Cheyenne កុំប្រាប់ថាអ្នកត្រូវគេបោកទេថ្នាំគ្រាប់ប៉ុន្មានដបបដូរបានយ៉ាងម៉េចនេះពិតជាអ្នកបដូរបានដោយប្រើថ្នាំគ្រាប់ប៉ុន្មានដបមែនឬមិនត្រឹមតែប៉ុណ្ណោះទេក្នុងវត្ថុទុកនេះនៅមានអាវុធវេទមន្ត29ដុំទៀតអាវុធវេទមន្តទាំងនេះស្អាតល្អណាស់សូម្បីតែទ្វីបរបស់ខ្ញុំក៏ប្រហែលជាគ្មានអ្នកច្នៃអាវុធណាអាចបង្កើតគុណភាពបែបនេះបានទេតើយើងទៅរកថ្នាំគ្រាប់ដែលមានតម្លៃស្មើគ្នាច្រើនបែបនេះមកពីណាពួកយើងត្រូវរកពីណាគ្រាប់ថ្នាំដែលមានតម្លៃស្មើគ្នាច្រើនបែបនេះប្រគល់ឲ្យគេវិញទៅលោកគ្រូលោកស្រីយ៉ាងបាននិយាយថាធ្វើតាមសមត្ថភាពរបស់ខ្លួនម្យ៉ាងទៀតគ្រាន់តែផ្សព្វផ្សាយដល់នៅខ្លាចគ្មានអ្នកយកគ្រាប់ថ្នាំមកដល់មុខទ្វារទៀតឬក៏យកទៅដាក់លក់ក្នុងការដេញថ្លៃ Cheyenne អ្វីដែលអ្នកនិយាយត្រឹមត្រូវថ្ងៃស្អែកទៅកន្លែងដេញថ្លៃ Yen Chi បានបដូរយកអាហារមកហើយឬនៅលោកពូទី3សូមមើលអាហារដែលបានបដូរលើកនេះអង្គ2000ថងសុទ្ធតែជាអង្គល្អបំផុតមិនមែនមានតែអង្គ2000ថងនេះទេលើកនេះក៏មានការភ្ញាក់ផ្អើលមួយទៀតទាំងបានបដូរយកគ្រាប់ថ្នាំមកទៀតហេតុអ្វីគ្រាប់ថ្នាំនេះតូចម្លេះប្រហែលប្រសិទ្ធភាពថ្នាំមិនល្អទេអ្នកទាំងអស់គ្នាដឹងអ្វីទៅសម្រាប់គ្រាប់ថ្នាំប្រភេទដូចគ្នាទំហំកាន់តែតូចថាមពលកាន់តែសុទ្ធអ្វីដែលយើងឆេងសេកបដូរឲ្យពួកយើងអាចហៅបានត្រឹមតែគ្រាប់ថ្នាំមិនសមហៅថាដែនទេនេះទើបជាថ្នាំពិតប្រាកដនៅក្នុងសៀវភៅនេះបានកត់ត្រាគ្រឿងថ្នាំជាច្រើនតែបានបាត់បង់ពីមុនសៀវភៅនេះបានបង្ហាញខ្លួនឡើងវិញប្រាកដជានឹងធ្វើឲ្យពិភពអ្នកមានភាពរញ្ជួយយ៉ាងខ្លាំងមិនអាចបានទេយើងឆេងសេកបានរងការរញ្ជួយនេះទើបជាថ្នាំពិតប្រាកដនេះទើបជាថ្នាំពិតប្រាកដបំណងចង់កម្ចាត់ពូជពងខ្ញុំឲ្យអស់គឺបង្ហាញច្បាស់ណាស់ការយករបស់មានតម្លៃទៅបង្ហាញភាពស្និទ្ធស្នាលជាការចូលមាត់ខ្លាក៏ប៉ុណ្ណោះលោកតាអាហារទាំងនេះខ្ញុំបានដូរដោយប្រើត្បូងមួយចំនួនលើកលែងតែវត្ថុវេទមន្ត29ផ្សេងទៀតខ្ញុំបានប្រគល់ឲ្យម្ចាស់ហាងស្រីរួចហើយនាងសន្យាថានឹងផ្ដល់ថ្នាំវេទមន្តមួយបែបទៀតនាងបានផ្ដល់ច្រើនដល់ម្លេះការឆ្លុះប្រកែកគ្នានៅសាបូជាអ្វីអ្នកមិនយកចេញមកអ្នកធ្វើបានត្រឹមត្រូវក្នុងត្រកូលយើងប្រហែលជាមានជនក្បត់ពិតប្រាកដក្រុមមនុស្សដែលដឹកនាំដោយពូទី9តែងតែគ្រប់គ្រងឲ្យចូលជាមួយពឹងផ្អែកលើវត្ថុវេទមន្តដែលប្រគល់មកលើកមុនប្រហែលជាមានបញ្ហាពិតមែនម្ចាស់សាសនាចាស់របស់បានស្លាប់ក្រោមការវាយប្រហាររបស់ព្រឹទ្ធាចារ្យអាវុធដែលប្រើគឺដាវនិងរបស់ត្រកូលរបស់យើងឥឡូវនេះម្ចាស់សាសនាថ្មីស្អប់ត្រកូលយើងដល់ឆ្អឹងគោលបំណងគឺធ្វើឲ្យត្រកូលបែកបាក់ល្បែងនេះធំណាស់លោកតាបើមានថ្នាំវេទមន្តតើយើងអាចប្រើវាដើម្បីបង្ហាញមិត្តភាពជាមួយបានទេមិនអាចបំពេញចំណងរបស់បានទេបើអាចប្រើថ្នាំទាំងនេះទិញចិត្តព្រឹទ្ធាចារ្យឲ្យខ្លះរបស់
ឲ្យពួកគេជួយនិយាយជំនួសត្រកូលរបស់យើងវាគួរតែអាចធ្វើបានមានប្រាក់និងគ្រឿងត្បូងទាំងនេះអ្នកទុកសិនថ្ងៃស្អែកប្រម៉ូសមាជិកត្រកូលឲ្យប្រម៉ូបន្ថែមទៀតទៅតាមខ្ញុំទៅឃ្លាំងជ្រើសរើសវត្ថុវេទមន្តសម្រាប់មនុស្សធម្មតាលើកមុនបន្ទាប់ពីខាត់ធ្មត់ទី2មិនឈប់ក៏បានបង្ហាញខ្លួនខាត់ម្ដងទៀតតើអាចធ្វើឲ្យធ្មត់ផ្សេងទៀតភ្លឺឡើងទាំងអស់ទេអូលោកបងទី2មកទិញទំនិញពីព្រឹកម្លេះលុយដែលជំពាក់តើពេលណាទើបសងតើឪពុកចុងរបស់ខ្ញុំមានដំណឹងអ្វីទេចាស់នោះរត់បាត់ទៅយូរហើយដូច្នេះមានន័យថាបំណុល30លាននោះត្រូវឲ្យខ្ញុំសងម្នាក់ឯងទាំងអស់ខ្ញុំចាប់ផ្ដើមសង្ស័យពួកអ្នកមិនមែនចង់មកទារបំណុលទេវាគ្រាន់តែរករឿងប៉ុណ្ណោះបើគាត់ជំពាក់ច្រើនដល់ថ្នាក់នេះមែនពួកអ្នកគួរតែស្វែងរកមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងតាំងពីដំបូងមិនមែនចាប់អារម្មណ៍តែខ្ញុំជាសិស្សម្នាក់ប៉ុណ្ណោះទេខ្សែដៃនោះអាចការពារបានតែដោយស្វ័យប្រវត្តិប៉ុណ្ណោះវាមិនមានអាវុធវាយតបដោយខ្លួនឯងទេស្ថានភាពមិនអំណោយផលខ្ញុំមានតែខ្សែដៃដែលអាចបង្វិលការវាយប្រហារត្រឡប់វិញមិនអាចឲ្យគេដឹងបានទេខ្ញុំបានហៅប៉ូលីសរួចហើយបើចង់វាកំទេចតាមចិត្តពេលនោះពួកអ្នកត្រូវសងការខូចខាតឲ្យខ្ញុំហើយត្រូវចូលគុក2 3ថ្ងៃទៀតមកវាកន្លែងនេះទៅបើអ្នកមិនវាយខ្ញុំមើលងាយអ្នកប្រើវិធីអ្វីបើចង់លេងរឹងនោះយើងនឹងបំផ្លាញគ្នាទាំងអស់ប៉ូលីសមកដល់ហើយអ្នកចង់និយាយអ្វីក៏និយាយទៅប្រាក់ដែលអ្នកចង់បានអ្នកមិនទទួលបានសូម្បីតែមួយកាក់ថ្លៃព្យាបាលរបស់អ្នកទៅរកកូនប្រុសបង្កើតរបស់គាត់ទៅតាមដានកូនចិញ្ចឹមដែលគ្មានឈាមពាក់ព័ន្ធដូចខ្ញុំធ្វើអ្វីប៉ុន្តែបើរកគាត់ឃើញបំណុលអាចពិភាក្សាឡើងវិញបានពិភាក្សាយ៉ាងម៉េចពួកអ្នកផ្សព្វផ្សាយដំណឹងថាខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកមានម្នាក់អាចសងបាន 30,000 គាត់ប្រកាសជាមិនអាចទុកចិត្តនឹងធ្វើអ្វីទាំងអស់បញ្ឆោតឲ្យគាត់ត្រឡប់មកខ្ញុំនឹងលក់ផ្ទះប្រមូលបាន1លានឲ្យពួកអ្នកប៉ុន្តែបើពួកអ្នកនិយាយមុខមួយធ្វើមួយមិនផ្សព្វផ្សាយដំណឹងទេគុំសង្ឃឹមទទួលបានប្រាក់មួយកាក់បានក្នុងរយៈពេល1ខែបើគាត់មិនត្រឡប់មកអ្នកនៅតែត្រូវសង1លានឲ្យពួកយើងលោកស្រីយ៉ាន់ខ្សែក្រវ៉ាត់ជេដដែលអ្នកបានលក់លើកមុន3លានខ្សែក្រវ៉ាត់ជេដមួយដុំមានតម្លៃ3លានក្នុងដៃខ្ញុំនៅមានជាច្រើនដុំទៀតនេះជាកិច្ចសហការលើកដំបូងរបស់យើងខ្ញុំផ្ដល់ឲ្យអ្នកបន្ថែម5សែនហើយចង់អញ្ជើញអ្នកញ៉ាំបាយផងដើម្បីរាប់អានគ្នា5សែននោះនឹងការញ៉ាំបាយមិនចាំបាច់ទេអ្នកលក់បានតម្លៃខ្ពស់គឺជាសមត្ថភាពរបស់អ្នកខ្ញុំយកតែចំណែកដែលជារបស់ខ្ញុំប៉ុណ្ណោះដូច្នេះខ្ញុំក៏មិនបង្ខំទេពេលក្រោយបើមានរបស់ល្អចង់លក់សូមពិចារណាខេងកាយ៉េរបស់ពួកយើងជាមុនខ្ញុំនឹងគ្រូសាប៊ីធានានឹងផ្ដល់តម្លៃយុទ្ធធម៌បំផុតឲ្យអ្នកខ្សែក្រវ៉ាត់ជេដនោះកម្រខ្លាំងរហូតដល់លោកចាស់ក្នុងគ្រួសារខ្ញុំក៏ត្រូវចាប់អារម្មណ៍ឲ្យខ្ញុំស៊ើបអង្កេតប្រវត្តិរបស់នាងឲ្យច្បាស់នារីនេះមិនសាមញ្ញទេត្រូវបានបដិសេធហើយនាងមិនព្រមប្រាប់សូម្បីតែឈ្មោះពេញរបស់នាងច្បាស់ណាស់ថាគេមានការប្រុងប្រយ័ត្នកាន់តែបិទបាំងខ្លាំងកាន់តែធ្វើឲ្យគេខឹងតើអ្នកបានស៊ើបអង្កេតប្រវត្តិនារីនោះហើយឬនៅបានហើយនាងឈ្មោះជានិស្សិតឆ្នាំទី4នៅសាកលវិទ្យាល័យ Kingcheng ឪពុកនាងបានស្លាប់តាំងពីម្ដាយនាងរៀបការថ្មីជាមួយបុរសញៀនល្បែងម្នាក់ឈ្មោះជំពាក់បំណុលល្បែង3លានហើយរត់គេចខ្លួនប៉ុន្តែអ្នកទារបំណុលបង្ខំឲ្យពួកគេសង30លានបំណុល3លានបែរជាឲ្យសង30លានតើមាននរណានៅពីក្រោយកំពុងគ្រប់គ្រងគេជាអ្នកផ្ដល់កម្ចីការប្រាក់ខ្ពស់ជំនួសពូទី2របស់ត្រកូលបៀនៅខាងក្រៅជាអ្នកទទួលបន្ទុកបង្ខំទារបំណុលបំណុលនេះប្រហែល 80% គឺគេបន្ថែមដល់ជាដៃកូនកំព្រាឲ្យចុះចាញ់លោកគ្រូហ៊ួងអ្នកត្រូវបានបណ្តេញចេញពីសមាគមអ្នកចម្រាញ់ថ្នាំសូម្បីតែកាត់លឿងក៏គ្មានសិទ្ធិចូលរួមទេធនធានក្នុងដៃអ្នកទាំងអស់ជាកម្មសិទ្ធិរបស់សមាគមអ្នកចម្រាញ់ថ្នាំតើអ្នកមានសិទ្ធិអ្វីយកទៅដាក់លក់ដោយខ្លួនឯងបើដឹងខ្លួនសូមប្រគល់វាមកធនធានរបស់ខ្ញុំត្រូវបានប្រគល់សងវិញទាំងអស់នៅពេលចាក់ចេញពីសមាគមអ្វីដែលខ្ញុំកាន់កាប់ពេលនេះគឺជាឱកាសផ្ទាល់ខ្លួនវាជាឱកាសផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងសមាគមឡើយខ្ញុំមានវត្ថុវេទមន្តមួយចង់ដាក់លក់ដេញថ្លៃកម្មវិធីដេញថ្លៃនឹងទទួលឬមិនទទួលវត្ថុវេទមន្តពួកអ្នកយកវត្ថុវេទមន្តនេះមកពីណាខ្ញុំជាយូសូមពិនិត្យកម្រិតជាមុនទើបអាចដាក់លក់បានសូមបង្ហាញវត្ថុមានតម្លៃឡវត្ថុនេះជាឧបករណ៍វេទមន្តបាញ់ព្រលឹងដ៏ល្អមួយបើមិនមែនដោយសារធ្មត់ទេវតារបស់ខ្ញុំខ្លាំងជាងអ្នកការវាយប្រហារមុននេះប្រហែលត្រូវប្រើកម្លាំងចិត្តដើម្បីគ្រប់គ្រងវត្ថុនេះមានឈ្មោះថាបាញ់ព្រលឹងលីងគ្រាន់តែបង្ហូរឈាមក៏អាចទទួលស្គាល់ម្ចាស់បាញ់ព្រលឹងលីងនេះតម្លៃប៉ាន់ស្មានដល់1សែនធ្មវិញ្ញាណថ្នាក់ក្រោមលោកទាំងពីរមានការជំទាស់ទេគ្មានទេតម្លៃចាប់ផ្ដើមដេញថ្លៃ1សែនធ្មវិញ្ញាណថ្នាក់ក្រោមឧបករណ៍វេទមន្តមានតម្លៃប៉ុន្តែពិបាករកនេះជាឧបករណ៍វេទមន្តតែមួយគត់ដែលបង្ហាញខ្លួនក្នុងរយៈពេល10ឆ្នាំចុងក្រោយបាញ់ព្រលឹងលីងត្រូវបានរាជវង្សដេញថ្លៃយកក្នុងតម្លៃ1លានធ្មវិញ្ញាណតើឧបករណ៍វេទមន្តនេះមកពីណាវងយ៉ាមិញសមាគមរាជវាំងបានប្រើធនធានទាំងអស់ដើម្បីបណ្ដុះអ្នកឲ្យក្លាយជាអ្នកចម្រាញ់ថ្នាំថ្នាក់អ្នកទទួលបានឱកាសពីឧបករណ៍វេទមន្តប៉ុន្តែមិនគិតតបស្នងតែជាយកទៅដេញថ្លៃតើវាសមរម្យឬលោកគ្រូឆៃលោកភ្លេចហើយខ្ញុំនិងលោកគ្រូត្រូវបានសមាគមរាជវាំងដកឈ្មោះចេញរួចហើយយើងសំបីតែចូលទ្វារធំក៏មិនបានប៉ុន្តែលោកមកសួរយើងថាហេតុអ្វីមិនប្រគល់ឧបករណ៍វេទមន្តមិនគួរឲ្យអស់សំណើចទេមនុស្សតូចចិត្តទទួលបានអំណាចមួយផ្លែតពិតជាអួតខ្លាំងណាស់សូមអបអរសាទរព្រះអង្គម្ចាស់ស៊ូបានដេញថ្លៃជោគជ័យយកឧបករណ៍វេទមន្តបាញ់ព្រលឹងលីងបាញ់ព្រលឹងលីងនេះពិតជាត្រូវចិត្តខ្ញុំណាស់ខ្ញុំចង់សួរថាឧបករណ៍វេទមន្តនេះផលិតដោយលោកគ្រូណា
លោកគ្រូមិញហើយមិនសមរម្យបង្ហាញឈ្មោះទេប៉ុន្តែលោកគ្រូនោះនៅមានឧបករណ៍វេទមន្តសម្រាប់ផ្សេងទៀតថ្ងៃក្រោយប្រហែលនឹងប្រគល់ឲ្យខ្ញុំលក់ជំនួសលោកគ្រូនោះក៏អាចផលិតតាមតម្រូវការបានមានឱកាសជាងពាក់កណ្ដាលដែលអាចសម្រេចបំណងមិនដឹងថាព្រះអង្គចង់បានប្រភេទណាក្មេងមិនដឹងអ្វីហ៊ាននិយាយផ្ដេសផ្ដាសអ្នកដឹងទេថាការផលិតឧបករណ៍វេទមន្តពិបាកប៉ុណ្ណានិយាយមានហេតុផលខ្ញុំនៅផ្លូវឆេងហួរមានផ្ទះមួយកន្លែងទៀតសូមលោកគ្រូវងនិងមិត្តតូចយាស្នាក់នៅទីនោះបណ្ដោះអាសន្នអាចពិភាក្សាបានគ្រប់ពេលនាងយិនថ្ងៃនេះមកលឿនម្លេះខ្ញុំបដូរមកមុនពេលធម្មតាបន្តិចដើម្បីជៀសវាងពេលដែលមនុស្សម្នាក់ទៀតតែងមកមិនដឹងថារំខានឬទេថ្ងៃនេះខ្ញុំនិងលោកគ្រូទៅដេញថ្លៃឧបករណ៍វេទមន្តហើយបានជួបមនុស្សពីសមាគមអ្នកចម្រាញ់ថ្នាំមករំខានទៀតឥឡូវនេះពួកយើងបានទៅពឹងផ្អែកលើស្ដេចស៊ូឈីងហើយស្នាក់នៅបណ្ដោះអាសន្នក្នុងផ្ទះរោងសមាគមអ្នកចម្រាញ់ថ្នាំរបស់អ្នកគ្មានភាពអៀនខ្មាស់ពេកហើយអ្នកទាំងអស់គ្នាមិនមែនជាសមាជិកសមាគមតែបែរជាធ្វើមុខដូចជារឿងត្រឹមត្រូវមើលទៅគួរឲ្យខ្មាស់អៀនណាស់ថ្នាំទាំងនេះបានយកអាហារសម្រន់80,000ដែលបានពីការលក់ឧបករណ៍វេទមន្តពីរាជវង្សសរុបមាន10,000 ដុល្លារមានជាច្រើនប្រភេទឧបករណ៍វេទមន្តមួយបដូរបានអាហារសម្រន់80,000អាហារសម្រន់80,000បដូរបានថ្នាំ10,000 ដុល្លារអញ្ចឹងខ្ញុំនៅមានឧបករណ៍វេទមន្ត29ទៀតអ្នកយកវត្ថុផ្ទុកដែលខ្ញុំមិនសូវប្រើនេះទៅប្រើសិនយ៉ាងណាក៏ខ្ញុំមិនអាចប្រើវាបណ្ដោះអាសន្នបានទេល្អណាស់អរគុណលោកស្រីយុនញ៉ាំយឺតកុំបារម្ភថាមានអ្នកមកដណ្ដើមលោកស្រីយុនរបស់ទាំងនេះសុទ្ធតែសម្រាប់អ្នកវាមានតម្លៃថ្លៃពេកហើយនៅកន្លែងយើងវាសុទ្ធតែជារបស់មានតម្លៃមហាសាលខ្ញុំគ្មានអ្វីអាចបដូរជាមួយអ្នកបានទេអរគុណដែលសមាជិកគ្រួសារប្រមូលគ្នាផ្ដល់ឲ្យមិនចាំបាច់បដូរទេជាអាហាររបស់អ្នកដែលបានជួយសង្គ្រោះជីវិតពួកយើងរបស់ទាំងនេះធំពេកហើយតាក់ទាញការចាប់អារម្មណ៍ពេកយកចេញទៅខ្ញុំខ្លាចថានឹងត្រូវគេហៅទៅសួរនាំខ្ញុំយល់ហើយពេលក្រោយខ្ញុំនឹងធ្វើរបស់តូចដែលងាយប្រើជាងនេះឲ្យអ្នកនៅមានភ្ញៀវម្នាក់ចង់សុំឲ្យអ្នកជួយធ្វើឧបករណ៍វេទមន្តពិសេសមួយហើយចម្រាញ់ភ្លើងសម្រាប់ចម្រាញ់ថ្នាំមួយទៀតចងចាំនៅក្នុងពិភពរបស់អ្នកឧបករណ៍វេទមន្តដូចជារតនៈថ្នាំដូចជាពិភពរបស់ម្ខាងទៀតថ្នាំដូចជារតនៈឧបករណ៍វេទមន្តដូចជាការជួយដូរម្ដងគឺទទួលបានផលប្រយោជន៍ទាំងពីរពេញចិត្តក៏ល្អហើយបងប្រុសស៊ូផែនទី30សន្លឹកដែលអ្នកធ្លាប់បង្រៀនខ្ញុំបានប្រគល់ឲ្យអ្នកទាំងអស់ហើយ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 ឧបករណ៍វេទមន្តកម្រិតទាបទាំង30ភ្ញៀវនោះយកទៅបដូរជាថ្នាំទាំងនេះគេនិយាយថាមាន10,000 ដុល្លារទាំងអស់នៅក្នុងចិញ្ចៀននេះទាំងអស់នេះជារបស់ដែលនាងផ្ញើមកជូនអ្នកយ៉ាងនេះនេះមិនមែនមានត្រឹម10,000 ដុល្លារនោះទេមានរបស់ទាំងនេះហើយពួកយើងមានកម្លាំងចិត្តចរចាជាមួយហើយតែដុតថ្នាំគឺងាយស្រួលប៉ុន្តែទាំងនេះជាកម្រិតរួចហើយខ្វះទ្រព្យសម្បត្តិសម្រាប់រៀបចំការចម្រាញ់ក៏នឹងតាក់ទាញក្រុមហ៊ុនរ៉ៃពីស្ថានភាពនេះពិតជាមិនអាចទទួលបានទេអញ្ចឹងផលិតដុតថ្នាំជាមុនសិនឲ្យពួកគេទៅរកសម្ភារៈដោយខ្លួនឯងរងចាំពេលពួកអ្នកដោះស្រាយបញ្ហារួចសិនកុំឲ្យអ្នកដែលប្រញាប់ចង់បានរងចាំយូរពេកអ្នកទៅជួបម្ចាស់ហាងស្រីនោះម្ដងទៀតហើយមែនទេលើកនេះការដោះដូរមានរឿងអ្វីខ្ញុំមិនបានឮដំណឹងសោះម្ចាស់ហាងស្រីនោះចូលចិត្តគ្រឿងខ្ញុំបានផ្ញើរបស់តូចមួយចំនួនទៅឲ្យនាងបើគ្រាន់តែរបស់តូចហេតុអ្វីបានជាឲ្យមេតកូពីររូបទៅតាមជាមួយកុំបង្វិលទៅមកថ្ងៃនេះបានដូរអ្វីល្អមកយកចេញមកឲ្យមើលបន្តិចនាងបានផ្ញើថ្នាំមកឲ្យអ្នកវិញពី3ដប9ដបយក1ដបឲ្យមើលសិនអ្នកចាស់ទុំទី24របស់បានបង្ខំឲ្យអង្គុយនៅទីតាំងមួយត្រូវគេឃុំខ្លួនជិត1ឆ្នាំមានអ្នកស្លាប់ដោយអត់ឃ្លាននិងឈឺហើយគ្មានឱកាសពន្យល់ផងតើអ្នកព្រមធ្វើជាឆ្កែរបស់អ្នកអតីតពេញមួយជីវិតមែនទេការស្លាប់របស់អតីតម្ចាស់ពាក់ព័ន្ធនឹងរបស់តើគាត់អាចទទួលយកពួកយើងដោយស្មោះបានយ៉ាងចេញពីមាត់ខ្លះហើយចូលមាត់ចាក់វិញបើអ្នករឹងរូសមិនស្ដាប់កុំបន្ទោសថាមិនសុភាពចាំសិនខ្ញុំមានវិធីតាមខ្ញុំទៅជួបជីតាស្ដាប់សំណើថ្មីរបស់ខ្ញុំបើមិនបានខ្ញុំនឹងបញ្ចុះបញ្ចូលជីតាឲ្យធ្វើតាមវិធីរបស់អ្នកឡតើអ្នកចង់មានន័យអ្វីលោកតាខ្ញុំបានបដូររបស់មួយចំនួនពីស្ត្រីម្ចាស់ហាងអ្នកទាំងអស់គ្នាមើលសិនហើយសម្រេចចិត្តនេះច្រើនដងម្លេះថ្នាំគ្រាប់ច្រើនដងម្លេះយកអ្វីទៅបដូរមានប៉ុន្មានបដូរប៉ុណ្ណោះគ្រាន់តែវត្ថុវេទនាកម្រិតទាប30មុខបដូរបានរបស់ទាំងនេះអ្វីបើមានធនធានបែបនេះការបង្កើតស្ថាប័នផ្ទាល់ខ្លួនមិនមែនជាសុបិនទៀតទេទោះបីជាបែបនេះក៏ដោយខ្ញុំក៏មិនយល់ព្រមចូលទៅកាន់ស្ថាប័នសៀនយួនទេនោះគឺជាការរុញត្រកូលស៊ូចូលក្នុងភ្លើងខ្ញុំក៏មិនយល់ព្រមបង់ស៊ុយសារទៅស្ថាប័នយួនសាងទៀតដែរខ្ញុំសុខចិត្តស្លាប់ក៏មិនព្រមលះបង់គិតយល់ទៀតឡើយទាំងអស់គឺដោយសារខ្ញុំស៊ូមីងយួនគ្មានសមត្ថភាពធ្វើឲ្យត្រកូលស៊ូធ្លាក់ចូលក្នុងស្ថានភាពបែកបាក់ខ្ញុំសុំទោសបុកបរោះរបស់យើងរងចាំសិនលោកពូទី9ហេតុអ្វីមិនធ្វើការភ្នាល់មួយលោកពូនិងលោកតាម្នាក់យកថ្នាំគ្រាប់មួយដបប្រគល់ទៅឲ្យស្ថាប័នដែលទុកចិត្តប្រាប់ថាត្រកូលស៊ូអាចផ្គត់ផ្គង់ថ្នាំគ្រាប់ជាបន្តតម្រូវការតែមួយគឺការពារត្រកូលទាំងមូលមើលប្រតិកម្មរបស់ភាគីទាំងពីរបើពួកគេទទួលយកដោយស្មោះពួកគេនឹងសន្យាការពារបើគ្រាន់តែលោកខ្លួនចង់បានថ្នាំពួកគេនឹងបង្ខំឲ្យយើងប្រគល់អ្នកចម្រាញ់ថ្នាំត្រូវឬខុសនឹងឃើញច្បាស់នេះគ្រោះថ្នាក់ពេកខ្ញុំមិនយល់ព្រមទេរឿងថ្នាំគ្រាប់មិនយូរទេនឹងបែកធ្លាយល្អជាងសាកល្បងឲ្យឆាប់មើលឲ្យច្បាស់ថាផ្លូវណាត្រឹមត្រូវបើភាគីម្ខាងយកជីវិតសមាជិកត្រកូលមកគំរាមបង្ខំឲ្យយើងប្រគល់វិធីទទួលបានថ្នាំវិញនោះប្រគល់ឲ្យពួកគេទៅនឹងអាចមើលឃើញមុខពិតរបស់ពួកគេធ្វើឲ្យអ្នកទាំងអស់គ្នាបោះបង់គំនិតនោះហេយុនអ្នកគ្រប់គ្រងម្សិលមិញខ្ញុំមិនបានផ្ញើសារទៅអ្នកទេប្រាប់ថាចាប់ពីពេលនេះទៅខ្ញុំមិនមកធ្វើការក្រៅម៉ោងនៅហាងអ្នកមិនបានឃើញទេ
អ្នកណាអនុញ្ញាតឲ្យអ្នកផ្ញើសុំជប់សម្រាប់ខ្ញុំនឹងកាត់ប្រាក់ខែអ្នកសុំជប់សម្រាប់ខ្ញុំប្រាប់អ្នកការងារក្រៅម៉ោងនៅហាងអាហាររហ័សនេះខ្ញុំជប់ធ្វើហើយអ្នកណាចង់ធ្វើអ្នកនោះធ្វើទៅអ្នកមិនចង់បានប្រាក់ខែរបស់អ្នកហើយមែនទេតើ1000ដងនោះផ្ដល់ឲ្យអ្នកហើយហើយអ្នកតូចក្មេងស្រីដែលអ្នកឲ្យខ្ញុំតាមដាននោះផ្សារទំនើបថ្ងៃនេះមិនបានបើកទេប្រហែលជាមានរឿងអ្វីកើតឡើងមានអ្វីហើយនោះគឺកន្លែងថេងហ្គេយ៉េរបស់ពួកយើងមកដល់ឈុតគ្រឿងអលង្ការថ្មីមួយចំនួនលោកស្រីមានចំណាប់អារម្មណ៍មកមើលបន្តិចបានតើពេលនេះងាយស្រួលទេងាយស្រួលណាស់ពិតជាងាយស្រួលល្អណាស់វត្ថុដែលស៊ីយ៉ានធ្វើនោះខ្ញុំមិនយល់អ្វីសោះទៅលួចយកមាសបន្តិចលោកតាបងទី2បងទី4ខ្ញុំត្រូវទៅថេងហ្គេយ៉េមួយជួបក្មេងស្រីនោះថេងហ្គេយ៉េជាអាជីវកម្មរបស់ខ្ញុំអ្នកនាំនាងទៅតើខ្ញុំអាចមិនទៅដល់ទីនោះបានយ៉ាងម៉េចដែលអ្នកបាននាំមកលើកមុនគុណភាពល្អណាស់ខ្ញុំក៏ចង់ជួបនាងដោយផ្ទាល់ដែរនាងជាអតិថិជនមិនមែនជាសង្សារដែលមកជួបគ្រួសារទេទាំងអស់គ្នាមានភាពត្រូវសួរថាទាំងនោះមកពីណាហើយមានបន្ថែមទៀតឬអត់បងទី2នាងជាអតិថិជនរបស់ខ្ញុំដឹងពីរបៀបដោះស្រាយជាមួយនាងជ្រៀតជ្រែកទុកឲ្យដោះស្រាយបើអ្នកទាំងពីរទៅនាងនឹងកាន់តែប្រុងប្រយ័ត្នបើលក់ត្បូងទៅឲ្យអ្នកដទៃលោកស្រីយ៉ាន់អែមវត្ថុធាតុពណ៌ស្វាយនិងវត្ថុពីភ្នំមានភាពខុសគ្នាកាក់ពណ៌លឿងនិងសឹកល្អិតមានប្រភពដើមរៀងខ្លួនមកខ្ញុំនឹងបង្រៀនអ្នកមើលស្នាមកិននិងស្រទាប់ចាស់ខ្ញុំបានត្រៀមពាក្យនិយាយរួចហើយប៉ុន្តែនាងមិនបានសួរអ្វីទេនាងគ្រាន់តែនិយាយពីត្បូងជាមួយខ្ញុំដោយស្មោះត្រង់បងចៅទី2ជួបគ្នាម្ដងទៀតហើយមានការអ្វីមកទីនេះលោកស្រីយ៉ាន់ដូច្នេះអ្នកមានដែលអ្នកនិយាយគឺលោកតូចទី7របស់គ្រូសាប៊ីលោកតូចទី7ក៏បានឲ្យមនុស្សការពារអ្នកដែរអង្គុយតាមសម្រួលអ្នកដឹងទេថាកាស៊ីណូដែលអ្នកជំពាក់បំណុលម្ចាស់នៅពីក្រោយជានរណាគឺលោកទី2របស់គ្រូសាប៊ីពីអិនមេងគ្រាន់តែអ្នកសុំលោកតូចទី7ឲ្យប្រពោសិទ្ធអភិវឌ្ឍដីនៅជីក្រុងខាងជើងទៅលោកទី2បំណុលដែលអ្នកជំពាក់លោកចោលការប្រាក់ទាំងអស់សងតែប្រាក់ដើម3លានប្រាក់ដើម3លានអ្នកហ៊ានបំពងដល់30លានបំពេញលើគ្រួសារខ្ញុំដែលមានតែម្ដាយមិនដឹងអ្វីទេមានក្រដាស់ច្បាស់លាស់និងស្នាមមេដៃរួចហើយត្រូវសង10ដងច្បាប់គឺច្បាប់ខ្ញុំនៅតែនិយាយដដែលចង់បានលុយទៅរកឆាន់ជីហ្គេងខ្ញុំគ្មានការប្រកិច្ចសងលុយទេលោកស្រីយ៉ាន់ឆ្នាំគ្រាប់10000លើកមុនភាគីម្ខាងទៀតពេញចិត្តទេពួកគេពេញចិត្តណាស់ហើយយកព្រមជួយអ្នកផលិតតូចចំហាយឆ្នាំអ្នកគ្រាន់តែរៀបចំឯកសារឲ្យរួចបើកទស្សនៈឲ្យទូលំទូលាយអ្នកអាចកំណត់ផលិត10លក់8ទុកពីសម្រាប់ប្រើផ្ទាល់ខ្លួនស្មើនឹងទទួលបានដោយឥតគិតថ្លៃពិតជាអាចធ្វើបែបនេះបានដែរភាគីយើងមានអ្នកជាច្រើនខ្វះតែប៉ុណ្ណោះតម្រូវការមានច្រើនណាស់អញ្ចឹងការមកបន្ថែមច្រើនទៀតចំពោះទាំង9វាជាវត្ថុថ្នាក់ពួកគេខ្វះសម្ភារៈត្រូវរំខានឲ្យអ្នកប្រមូលដោយខ្លួនឯងអ្នកហាត់នៅពិភពរបស់យើង310អ្នកអាចបង្កើនវត្ថុចម្លែកពេលដែលដល់40ផ្លូវវា0.500អ្នកហាត់ខាងនោះមានកម្រិត8តើជាអ្នកជំនាញអ្នកខ្លួនមិនមែនជាអ្នកជំនាញឯងបង្កើតជាក្មេងប្រុសអាយុជាង10ឆ្នាំជាអ្នកហាត់កម្រិតទី3គឺជាតាកម្រិតទី9របស់គេជួយបង្កើតនេះគឺជាឆ្នាំទាំងអស់ក្នុងផ្ទះឆ្នាំរបស់លោកគ្រូខ្ញុំថែមទាំងមាន110,000ដែលស្ដេចមុនផ្ដល់ឲ្យទុកជាប្រាក់កក់ឆ្នាំបានប្រកល់រួចហើយបើពិតជាទទួលយកដោយស្មោះត្រូវសន្យាការពារឲ្យបានពេញលេញសង្ឃឹមថាឆ្នាំពលនេះអាចការពារគ្រួសារទាំងមូលគ្រួសារបានខົບខិតជាមួយស្រូវនិងក្បត់ប្រទេសទោះនេះមិនអាចលើកលែងបានទេសង្គ្រាមបរាជ័យធំនោះបានកន្លងជិត1ឆ្នាំហើយរបស់ខ្ញុំបានស៊ើបអង្កេតលទ្ធផលនៃការត្រួតពិនិត្យអាវុធឥឡូវនេះបានរកឃើញត្រកូលបានលួចតាក់ទងជាមួយដោយចេតនាបំផ្លាញអក្សរវិញ្ញាណលើអាវុធធ្វើឲ្យរបស់ខ្ញុំចាញ់ត្រូវប្រន្ទាទោសមួយមនុស្សក្នុងត្រកូលទាំងមូល1251នាក់ត្រូវកាត់ទោសទាំងអស់អយុធធម៌ត្រកូលរបស់ខ្ញុំស្មោះត្រង់យ៉ាងខ្លាំងមិនហ៊ានធ្វើរឿងក្បត់ឡើយភស្តុតាងច្បាស់លាស់អាវុធវិញ្ញាណជាង100ដុំសុទ្ធតែមានបញ្ហានៅហ៊ានប្រកែកទៀតនាំអ្នកផលិតមកទីនេះកាត់ទោសដោយហែកសាច់អាវុធវិញ្ញាណចំនួននេះត្រូវបានផលិតដោយអ្នកចម្រាញ់កម្រិតទាបរបស់ពួកយើងសញ្ញាក៏ត្រូវបានចម្លងដោយពួកយើងដែរព្រមទទួលទោសអ្នកមានអាយុតិចបែបនេះបែរជាចង់ទទួលខុសត្រូវទាំងអស់សង្គ្រាមបានកន្លងជិត1ឆ្នាំហើយហេតុអ្វីទើបមកវាប្រហារភ្លាមឥឡូវនេះច្បាស់ជាមានអ្វីមិនប្រក្រតីគេមិនសម្លាប់ខ្ញុំដោយចេតនាគឺដើម្បីសាកល្បងថាមានថ្នាំជួយជីវិតឬអត់ខ្ញុំត្រូវបានបង្ហាញខ្លួនហើយការភ្នាល់ទើបតែចាប់ផ្ដើមបង្ហាញមិនទាន់ឆ្លើយតបនៅឡើយហេតុអ្វីគេដឹងមុនថាមានថ្នាំជួយជីវិតឬថាក្នុងត្រកូលពិតជាមានមនុស្សម្នាក់បានទៅចូលជាមួយរួចហើយក្បត់គ្រួសារឥទ្ធិពលថ្នាំនេះសូម្បីតែរបួសចាស់ដែលខ្ញុំប្រមូលធម្មពលជាច្រើនឆ្នាំក៏ត្រូវបានជួសជុលទាំងស្រុងអ្នកតើលោកនៅមានអារម្មណ៍មិនស្រួលកន្លែងណាទៀតទេលោកតាខ្ញុំមិនអីទេខ្ញុំបានធ្វើដំណើររយៈពេល100ឆ្នាំនេះជាលើកដំបូងដែលខ្ញុំបានឃើញថ្នាំគ្រាប់អស្ចារ្យបែបនេះដោយផ្ទាល់លោកស្រីស៊ូថ្នាំគ្រាប់នេះបានមកពីណាលោកយាយថ្នាំគ្រាប់នេះគឺយើងទិញក្នុងតម្លៃខ្ពស់ពីអ្នកធ្វើដំណើរម្នាក់ថ្នាំគ្រាប់កម្រិតនេះសូម្បីតែយ៉ាងឆេងសេកក៏ស្វែងរកមិនបានដែរតើត្រកូលសូរបស់អ្នកទទួលបានពីដៃអ្នកធ្វើដំណើរនៅទីណាសំណួរនេះអាចឲ្យខ្ញុំជាអ្នកឆ្លើយបានក្រៅពីខ្ញុំគ្មានអ្នកណាក្នុងត្រកូលដឹងប្រភពថ្នាំគ្រាប់នេះទេនៅតំបន់ហាមឃាត់ខាងក្រោយភ្នំនៃត្រកូលមានភ្នំអាចកំបាំងមួយអាចភ្ជាប់ទៅកាន់ពិភពផ្សេងទៀតខ្ញុំបានចូលទៅដោយចៃដន្យហើយបានជួញដូរជាមួយមនុស្សក្នុងពិភពនោះទើបទទួលបានថ្នាំទាំងនេះភ្នំនោះមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលអាចចូលបានសមាជិកត្រកូលទាំងអស់មិនអាចចូលបានទេប្រសិនបើលោកយាយមិនជឿអាចឲ្យសិស្សសាកល្បងបាននាំផ្លូវទៅគឺទីនេះហើយធម្មតាខ្ញុំត្រូវរងចាំពេលវេលាត្រឹមត្រូវទើបអាចចូលបានពេលនេះមិនទាន់ដល់ពេលទេមិនប្រកាសថាអាចជោគជ័យឬអត់ទេ
ពេលនេះពិតជាមិនអាចចូលបានទេអញ្ចឹងរងចាំដល់ពេលដែលអ្នកនិយាយថាពេលត្រឹមត្រូវក្មេងប្រុសនោះពិតជាបានទៅពិភពផ្សេងមែនបងប្រុសសើអ្នកមកត្រូវពេលណាខ្ញុំកញ្ញាយ៉នខ្ញុំមកទីនេះដោយប្រញាប់និយាយខ្លីទៅត្រកូលសួររបស់យើងត្រូវបានយ៉ាងឆេងសេកគំរាមកំហែងពួកគេនៅខាងក្រៅរូងភ្នំចង់មើលថាខ្ញុំអាចចូលមកបានឬអត់នៅខាងក្នុងនេះមានថ្នាំគ្រាប់10010ខ្ញុំដាក់ទុកនៅទីនេះសិនបន្តិចទៀតពេលចេញខ្ញុំខ្លាចពួកគេនឹងឆែកខ្លួនខ្ញុំថ្នាំគ្រាប់ទាំងនេះជាអ្វីដែលអាចជួយជីវិតត្រកូលមិនអាចធ្លាក់ទៅក្នុងដៃពួកគេបានឡើយរងចាំខ្ញុំដោះស្រាយរួចខ្ញុំនឹងត្រឡប់មកយកវិញប្រសិនបើមានការប្រែប្រួលកើតឡើងអ្នកត្រូវលាក់វាឲ្យខ្ញុំឲ្យបានកុំឲ្យមនុស្សពីររកឃើញវាប្អូនប្រុសនេះមកលឿនហើយចាក់ចេញក៏ប្រញាប់មើលទៅពិតជាគ្រោះថ្នាក់ណាស់មុននេះអ្នកពិតជាបានទៅពិភពមួយទេនៅទីនោះមានសភាពយ៉ាងណាវាជាហាងមួយម្ចាស់ហាងហៅវាថា supermarket របស់នៅក្នុងនោះចម្លែកអស្ចារ្យណាស់សុទ្ធតែជារបស់ដែលពួកយើងមិនធ្លាប់ឃើញសាក់មើលមែនហើយអ្វីដែលរបស់ពួកយើងត្រូវការគឺថ្នាំមិនមែនអាហារសម្រន់និងរបស់លេងទាំងនេះទេម្ចាស់ហាងនោះមានអាចភ្ជាប់ទៅកាន់ពិភពទាំងអស់ដោយសារពិភពរបស់យើងខ្វះថ្នាំគាត់បានបដូរមកពីពិភពមួយផ្សេងទៀតការជួញដូរតែងតែត្រូវមានតម្លៃបង់តើថ្នាំមួយគ្រាប់ត្រូវបដូរជាមួយអ្វីអាវុធវេទមន្តមួយដូរបានថ្នាំ7ដបមួយដបមាន6គ្រាប់គ្រាន់តែមានរបស់គ្រប់គ្រាន់សម្រាប់បដូរចង់បានប៉ុន្មានក៏មានប៉ុន្មានត្រកូលរបស់អ្នកមានផ្លូវផ្គត់ផ្គង់ថ្នាំប៉ុន្តែចាញ់សង្គ្រាមអ្នកទាំងអស់មានទំនួលខុសត្រូវមិនអាចបដិសេធបានត្រកូលអ្នកក្បត់ក្នុងត្រកូលចេញមកអ្នកផ្សេងទៀតអាចលៀងកំហុសដោយស្នាដៃចំពោះរឿងថ្ងៃនេះតើអ្នកទាំងអស់គិតយ៉ាងណាប្រកាសជាមានអ្នកក្បត់នៅក្នុងត្រកូលរឿងខ្ញុំនាំថ្នាំត្រឡប់មកមានតែសមាជិកត្រកូលដឹងតែប៉ុន្មានថ្ងៃក៏ទទួលបានព័ត៌មានរួចទោះជាយ៉ាងណាក៏ដោយខ្ញុំមិនបោះបង់សមាជិកត្រកូលណាម្នាក់ទេគ្មាននរណាគួរត្រូវប្រកូលចេញទៅទេបើសិនជាពួកគេគំរាមដល់ជីវិតរបស់ត្រកូលទាំងមូលប្រយ័ត្នពាក្យនិយាយបន្ទាប់ពីគិតឲ្យច្បាស់ត្រកូលសហការជាមួយលួចធ្វើអ្វីមួយក្នុងអាវុធវេទមន្តដូច្នេះគួរត្រូវកម្ចាត់ទាំងត្រកូលអ្នកក្បត់គឺជាអ្នកក្បត់ជានិច្ចមានលើកទី1ក៏ត្រូវមានលើកទី2ត្រកូលមិនអាចទុកបានទេអ្នកទាំងអស់មិនចង់មើលជាមុនទេថ្នាំដែលត្រកូលផ្គត់ផ្គង់មានរូបរាងយ៉ាងណាថ្នាំនេះមានស្នាមវិញ្ញាណនៅលើវាផងថាមពលវិញ្ញាណពីធម្មជាតិខ្លាំងណាស់អ្នកទាំងអស់គ្នានៅតែចង់បំផ្លាញត្រកូលទៀតឬគ្រាប់ថ្នាំនេះស្អាតខ្លាំងណាស់ស៊ូយ៉ាន់ឈីមកយ៉ាងប្រញាប់ហើយចាក់ចេញយ៉ាងប្រញាប់គាត់ប្រហែលជាមិនមានបញ្ហាអ្វីទេមែនទេគាត់ជាអតិថិជនធំបំផុតដែលសំខាន់បំផុតរបស់ខ្ញុំបើមានវិធីអាចតាក់ទងគាត់ដោយខ្លួនឯងបានក៏ល្អស្ថានភាពយ៉ាងម៉េចហើយភាគីម្ខាងទៀតមានការឆ្លើយតបទេអាចផលិតបានទេ159ដោយថ្នាំគ្មានបញ្ហាទេ52តែ8500004តាមការទាមទាររបស់លោក570វាបានដល់កម្រិតឧបករណ៍វេទមិនហើយ16300បុរសបានប្រាប់ទុក50នោះគឺជាឧបករណ៍វេទ330ភាគីម្ខាងទៀតអាចផលិតបានទេ58អ្នកជួញដូរជាមួយខ្ញុំគ្រាន់តែជាក្មេងអាយុលើ10ឆ្នាំកម្រិតទី3គាត់មិនអាចផលិតបានទេប៉ុន្តែជីតារបស់គាត់ជាអ្នកផលិតកម្រិតទី9អាចធ្វើបានល្អណាស់បើបង្កើតបាន9កងទ័ពដែកនឹងអាចប្រមូលផ្ដុំបាន17300គ្រាន់តែគោលសាររបស់ភាគីម្ខាងទៀត450ប៉ុណ្ណោះមិនអាចចេញទៅប្រមូលសម្ភារៈហើយត្រូវឲ្យ50តែគោលសាររបស់ភាគីម្ខាងទៀតកំពុងជួបមិនពិបាកទេចំពោះយុវមតូចអ្នកនឹងក្លាយជាវីរបុរសរបស់ប្រទេសលោកគ្រូនាងយ៉ាន់បានផ្ដល់គំនិតថ្មីមួយឲ្យខ្ញុំ10គ្រឿងលក់ចេញ8គ្រឿងដូច្នេះពួកយើងមិនចាំបាច់ចំណាយទុនទេប្រហែលជានៅសល់ចំណេញទៀតនាងយ៉ាន់នេះពិតជាមនុស្សចម្លែកមែនល្អណាស់តើអ្នកបានកក់ទុកហើយឬនៅខ្ញុំក៏ឲ្យគាត់កក់បន្ថែមទៀតសង្ឃឹមថាលដាំថ្នាំអាចឲ្យមនុស្សគ្រប់គ្នាប្រើបាននៅថ្ងៃក្រោយលោកម្ចាស់ទាំងពីរសមាគមអ្នកបង្កើតឧបករណ៍វេទមន្តមកសុំជួបលោកទាំងពីរនេះគឺជាប្រធានសមាគមអ្នកបង្កើតឧបករណ៍វេទមន្តបច្ចុប្បន្នប្រធានឆៃឌីហេជាមួយសមាគមអ្នកដាំថ្នាំមិនមែនជាក្រុមដូចគ្នាទេលោកទាំងពីរមិនបាច់គួរសមទេយើងបានឃើញវត្ថុឈីហុនលេងដែលរាជវង្សបានដេញថ្លៃសូមសួរថាវាបង្កើតឡើងដោយលោកអ្នកជំនាញណាប្រធានឆេអ្នកនោះមិនស្ថិតនៅក្នុងពិភពរបស់យើងទេប្រសិនបើលោកមានអ្វីចង់និយាយខ្ញុំអាចជួយបញ្ជូនសារក្មេងល្ងងខ្លៅពិភពផ្សេងអ្វីនោះវាជារឿងគួរឲ្យអស់សំណើចណាស់របស់នោះនៅក្នុងពិភពរបស់គេគ្រាន់តែជាឧបករណ៍វេទមន្តកម្រិតទាបបំផុតលោកអាចផលិតវាបានទេលោកនិយាយថាវាជាកម្រិតទាបបំផុតមែនទេបើមានសមត្ថភាពចូលយកមួយទៀតមកបង្ហាញស្ដេចក្នុងអណ្ដូងគ្រប់គ្រាន់ហើយលោកចង់និយាយថាអ្នកដែលផលិតស្ថិតនៅក្នុងពិភពផ្សេងមានកម្រិតប៉ុណ្ណាយុវជនអាយុ17ឬ18ឆ្នាំជាអ្នកកម្រិតទី3នៅទីនោះកម្រិតទី5អាចផលិតវត្ថុវេទកម្រិតខ្ពស់បំផុតគឺកម្រិតទី9ហើយមានច្រើនជាងមុននេះខ្ញុំបានប្រព្រឹត្តខុសច្រើនសូមអភ័យទោសផងប្រធានឆេខ្ញុំមិនហ៊ានទទួលទេមិនដឹងថាមិត្តយើងធ្វើការជួញដូរជាមួយអ្នកនោះដោយអ្វីទេត្រូវការអាហារសម្រន់ឬទេដូរជាមួយថ្នាំគ្រាប់ភាគីម្ខាងទៀតមិនខ្វះអាហារសម្រន់ទេអាហារសម្រន់នោះរាជវង្សរបស់ខ្ញុំបានទិញដោយតម្លៃ1លានលោកសួរតម្លៃធម្មជាតិត្រូវគិតតាមស្តង់ដារនេះទិញជាបរិមាណច្រើនអាចមានការបញ្ចុះតម្លៃខ្លះទេពិភពទាំងមូលខ្វះវត្ថុវេទមន្តពិតជាធ្វើឲ្យមានតម្លៃតែគ្មានទីផ្សារបណ្ដោះអាសន្នអូមែនភាគីម្ខាងទៀតក៏បានសន្យានឹងផលិតឲ្យយើងមួយចំនួននៃឧបករណ៍ផ្ទុកវត្ថុប្រធានឆេប្រសិនបើមានតម្រូវការឧបករណ៍ផ្ទុកវត្ថុតែមិនទាន់បែងចែកចេញអាចលក់ទាំងអស់ឲ្យខ្ញុំបានទេសមាគមខ្ញុំយកទាំងអស់សមាគមអ្នកចម្រាញ់ថាមពលមានចំណងធំមែនខ្លាចថាពួកអ្នកលេបមិនចូលទេអ្នកពិតជាក្លាហានខ្លាំងណាស់អ្នកបែរជាបណ្ដោយឲ្យសិស្សប្រើវិធីអនបែបនេះបកប្រាស់ស្ដេចនិងប្រធានឆៃតើមានបំណងអ្វីអ្នកទាំងអស់គ្នា
អ្នកទាំងអស់ត្រូវបានបុរសចាស់ម្នាក់និងក្មេងម្នាក់បោកប្រាស់ហើយនៅក្នុងវត្តបាក់បែកបានរកឃើញហើយលក់បានតម្លៃខ្ពស់បន្ទាប់មកក៏កុហកថាវត្តបាក់បែកអាចទៅពិភពផ្សេងបានដើម្បីបោកយកថ្នាំ10000 ដុល្លារពីស្តេចឥឡូវនេះក៏ចង់ទៅរកអ្នកចម្រាញ់ធម្មពលដើម្បីប្រមូលទ្រព្យក្នុងសមាគមអ្នកត្រកូលអ្នកហ៊ានបោកពួកយើងខ្លាចថាអ្នកមានជីវិតយកបានតែមិនមានជីវិតប្រើប្រាស់ខ្ញុំសោកស្ដាយដែលបានទទួលអ្នកជាសិស្សដែលមានគំនិតអាក្រក់បែបនេះចាប់ពីពេលនេះកុំហៅខ្ញុំថាគ្រូរបស់អ្នកខ្ញុំក៏គ្មានសិស្សដូចអ្នកដែរអ្នកបានធ្វើឲ្យកិត្តិយសសមាគមអ្នកចម្រាញ់ថ្នាំបាត់បង់ទាំងស្រុងធ្វើឲ្យពួកយើងទាំងអស់ត្រូវទទួលការរិះគន់ប្រធានស្ដេចប្រកាសជាសហការជាមួយចេតនាបង្កើនតម្លៃនេះជាផែនការរបស់រាជវង្សនេះជារឿងផ្ទាល់ខ្លួនរបស់អ្នកនៅតែជាការណែនាំពីរាជវង្សឲ្យអស់សំណើចអ្នកគិតថាព្រះអង្គជាមនុស្សល្ងងឬយកចិញ្ចៀនផ្ទុករបស់អ្នកចេញមកឲ្យពួកគេបើកភ្នែកមើលចិញ្ចៀនធម្មតាមួយបែរជានិយាយថាជាចិញ្ចៀនផ្ទុកពិតជាគួរឲ្យអស់សំណើចមុនឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំត្រូវយករបស់ខ្ញុំចេញជាមុនប្រធានខៃនេះគឺជាគំរូចិញ្ចៀនផ្ទុកសូមអ្នកមើលនេះពិតជាផ្ទុកមែនទេធំដល់ម្លេះប្រធាននេះពិតជាផ្ទុកមែនទេវាអស្ចារ្យពេកហើយទោះបីនេះជាពិភពទុករបស់ប្រហែលជាអ្នកក៏ប្រមូលបានពីកន្លែងណាមួយនៅតែមិនអាចលៀងសម្អាតការសង្ស័យថាអ្នកមកពីណាទេអ្នកមានរបស់ល្អបែបនេះមិនយកមកផ្ដល់ឲ្យសមាគមអ្នកមុនទេគោលបំណងពិតប្រាកដគំនិតអ្នកជ្រៅណាស់អ្នកជាអ្វីហេតុអ្វីខ្ញុំត្រូវផ្ដល់ឲ្យអ្នកមុននរណានិយាយថាខ្ញុំនឹងផ្ដល់ឲ្យសមាគមអ្នករបស់ល្អទាំងនេះមិនដល់វេនអ្នកទេខ្ញុំអាចលាក់ពីព្រះអង្គម្ចាស់លាក់ពីប្រធានលាក់ពីមនុស្សគ្រប់ប៉ុន្តែខ្ញុំមិនលាក់ពីសមាគមអ្នកទេអ្នកបារម្ភអ្វីលោកគ្រូអ្នកបង្រៀនឲ្យអ្នកគោរពគ្រូនិងគោរពផ្លូវទេលោកគ្រូខ្ញុំបានបង្រៀនឲ្យខ្ញុំគោរពគ្រូនិងគោរពផ្លូវប៉ុន្តែអ្នកមិនមែនជាគ្រូហើយក៏មិនមានសីលធម៌នោះទេទីនេះជាវងរបស់ព្រះអង្គម្ចាស់អ្នកចង់ធ្វើអ្វីមួយថ្ងៃជាគ្រូមួយជីវិតជាឪពុកលោកគ្រូទៅតែនិយាយដោយកំហឹងប៉ុណ្ណោះមិនមែនចង់កាត់ផ្តាច់ទំនាក់ទំនងបើលោកគ្រូមិនព្រមទទួលស្គាល់ខ្ញុំនឹងគោរពការសម្រេចចិត្តរបស់គាត់ហើយចាក់ឆ្ងាយពីគាត់នេះហើយជាការគោរពគ្រូរបស់ខ្ញុំនឹងគោរពតាមប្រកូលពិភពទុកមកវិញសមាគមអ្នកបានចិញ្ចឹមអ្នកជាច្រើនឆ្នាំចិញ្ចៀនផ្ទុកនេះចាត់ទុកថាជាការតបស្នងរបស់អ្នកចំពោះចិញ្ចៀនផ្ទុកវត្ថុនេះគ្រាន់តែជាគំរូប៉ុណ្ណោះប្រើសម្រាប់ដឹកជញ្ជូនថ្នាំគ្រាប់ក្នុងការជួញដូរពិភពផ្សេងប្រសិនបើអ្នកលាក់ទុកដោយខ្លួនឯងពិភពទាំងមូលនៅពេលក្រោយនឹងមិនអាចជួញដូរវត្ថុវេទមន្តទៀតឡើយតើអ្នកអាចទទួលខុសត្រូវចំពោះរឿងនេះបានទេប្រកូលចិញ្ចៀនផ្ទុកវត្ថុមកបើមិនដូច្នោះទេថ្ងៃនេះកុំគិតថាអាចចេញពីទីនេះបានចិញ្ចៀនផ្ទុកវត្ថុនេះមិនមែនជារបស់ដែលអ្នកគួរទទួលបានទេប្រកូលវាមកគឺគ្រួសារដែលយល់ច្រឡំយើងគ្រាន់តែលេងសើចជាមួយអ្នកប៉ុណ្ណោះសមាគមអ្នកមិនដែលគិតចង់យកចិញ្ចៀនផ្ទុកវត្ថុនេះទេលេងសើចខ្ញុំគិតថាអ្នកទាំងអស់គ្នាចង់ដាក់ថ្នាំគ្រាប់ខ្លះចូលក្នុងវាដើម្បីបដូរយកវត្ថុវេទមន្តសម្រាប់ពិភពមិនមែនទេឡើយព្រះអង្គម្ចាស់តំណាងរាជវង្សបានប្រគល់ថ្នាំគ្រាប់10000ដល់ឲ្យភាគីម្ខាងទៀតដែលរួមទាំងអាហារសម្រន់រាប់លានថ្នាំគ្រាប់ដែលសមាគមអ្នកផលិតបែរជាតូចចង្អៀតបែបនេះត្រឹមត្រូវខ្ញុំវិញបានយកពីខ្លងរាជវង្សថ្នាំគ្រាប់10000ដុល្លារទាំងអស់មានកំណត់ត្រាច្បាស់លាស់អ្នកចង់សុំអ្នកក៏មិនអាចមានចិត្តតូចបានឡើយលោកស្រីខ្ញុំមុននេះបានទៅដល់ពិភពផ្សេងចប់ហើយការភ្ជាប់របស់បានខូចខាតខ្ញុំប្រហែលជាមិនអាចចូលមកម្ដងទៀតទេបងប្រុសអ្នកមិនអីទេមែនទេអ្នកនៅរស់ទេមែនទេខ្ញុំគិតថានឹងមិនបានជួបអ្នកម្ដងទៀតទេអ្នកជាអតិថិជនធំរបស់ខ្ញុំមិនអាចស្លាប់បានទេសូមទោសលោកស្រីធ្វើឲ្យអ្នកបារម្ភហើយខ្ញុំគិតថាវាយឺតពេកហើយខ្លាចរំខានការសម្រាករបស់អ្នកដូច្នេះគ្រាន់តែរស់នៅបានក៏ល្អហើយមកលឿនខ្ញុំនឹងធ្វើម្ហូបឆ្ងាញ់ឲ្យអ្នកពិភពលោករបស់ពួកយើង5500ធម្មតាមិនអាចធ្វើបានច្រើនបែបដល់ថ្នាក់នេះទេ900 0001 58 500ម្ហូបអាហារចូលមកធ្វើបានច្រើនរបស់ខ្ញុំដើម្បីជាចំណុចខ្លាំងបំផុតរបស់អ្នកអតីមិនអាចជំនួសបានទេមិនថាយ៉ាងណាក៏កុំចោះចាញ់ខ្ញុំនឹងមិនបោះបង់សមាជិកជាតិណាម្នាក់ទេអ្នកនាងយន់របស់នេះអាចមើលបានដោយសេរីបានហើយខ្ញុំឈប់លេងសើចជាមួយអ្នកហើយអ្នកជួយខ្ញុំមើលផ្ទាំងស្លាកនេះបន្តិច65ធ្លាក់ចុះហើយទោះបីយ៉ាងណាក៏មិនអាចចុះត្រឡប់មកវិញបានទេ440 02 18 320គ្រាប់អង្កាំធ្លាក់ចុះហើយបិទវិញមិនជាប់គ្រាប់អង្កាំរបស់អ្នកបាត់អស់ហើយមិនមែនខ្ញុំទេគឺនាងខ្លួនឯងចាំសិនដូចជាមានអ្វីមួយបន្ថែមក្នុងខួរក្បាលខ្ញុំយល់ហើយគ្រាប់អង្កាំនេះគឺជាបានសម្គាល់អត្តសញ្ញាណពួកយើងអាចតាក់ទងសម្លេងពីខ្ញុំក៏អាចចូលមកពីកន្លែងផ្សេងដោយផ្ទាល់អ្នកនាងយន់អ្នកអាចជឿទេបងប្រុសសិលខ្ញុំអាចជីពិតជាមានមុខងារនេះមែនថ្នាំគ្រាប់នេះអ្នកមិនយកត្រឡប់ទៅវិញឥឡូវនេះទេរងចាំការសម្រេចរបស់យ៉ាន់ឆេងសែកប្រសិនបើវាមានប្រយោជន៍ដល់គ្រួសារខ្ញុំនឹងមកយកវិញបងប្រុសសិលសូមជូនពរឲ្យអ្នកមានសំណាងសួស្តី
សូមសួរថាតើជាអ្នកនាងយ៉ាងไรខ្ញុំមកពី Yang Wang Group ក្រុមហ៊ុនគ្រួសារ B យើងបានឃើញប្រវត្តិរូបការងារដែលអ្នកបានដាក់យើងគិតថាអ្នកនឹងតំណែងបច្ចុប្បន្នរបស់ពួកយើងមានភាពសមស្របខ្ពស់សូមអភ័យទោសខ្ញុំមិនស្វែងរកការងារទៀតទេបណ្ដោះអាសន្នអ្នកនាងយន់ពួកយើងផ្ដល់ការហ្វឹកហាត់រួមគ្នាប្រាក់ខែប្រចាំខែ 20,000 មិនមានការហៅទូរស័ព្ទមិនចាំបាច់ធ្វើដំណើរទៅក្រៅអ្នកពិតជាចាប់អារម្មណ៍លើជំនាញរបស់ខ្ញុំមែនចៃដន្យណាស់ខ្ញុំមានមិត្តរួមថ្នាក់ម្នាក់គាត់មានវិញ្ញាបនច្រើនជាងខ្ញុំបទពិសោធន៍ក៏ច្រើនជាងខ្ញុំចង់មើលប្រវត្តិរូបរបស់គាត់ទេឥឡូវនេះវិធីបោកប្រាស់ក៏ទាបថ្នាក់បែបនេះហើយឬពងទី4អ្នកយក Yang Wang Group ក្រុមហ៊ុនគ្រួសាររបស់យើងមករៀបចំបែបនេះទៅបោកប្រាស់ក៏សាមញ្ញពេកហើយគេមិនជឿវិធីនេះទេហេតុអ្វីហៅថាបោកប្រាស់បានការធ្វើប្រាក់ចំណេញ5ថ្ងៃសម្រាប់2ថ្ងៃក្នុងមួយខែ 20,000 ក៏អាចបើកបានហេតុអ្វីវាហៅថាបោកប្រាស់អ្នកទាំងអស់គ្នាមិនអាចស្មានបានទេពីប្រាក់2ដុំទាំងនោះពួកយើងបានស្រង់យកសារធាតុថ្មីមួយដែលវិទ្យាសាស្ត្រមិនទាន់កត់ត្រាពងទី7ជួយរកប្រាក់ប្រភេទនោះឲ្យខ្ញុំមានប៉ុន្មានយកប៉ុន្មានបងទី4ខ្ញុំសូមណែនាំកុំឲ្យអ្នកបន្តផ្លូវបោកប្រាស់ស្រីនោះខ្វះអារម្មណ៍សុវត្ថិភាពនិងមានការប្រុងប្រយ័ត្នខ្លាំងបើអ្នកបោកនាងម្ដងនាងនឹងមិនសហការជាមួយយើងទៀតទេជំនួសឲ្យតាក់ទីនាងគួរតែគិតវិធីមុនកុំឲ្យពូទី2បង្ខំទារបំណុលទៀតខាងពូទី2ខ្ញុំក៏បានប្រាប់ទុកហើយដែរតែអ្នកក្រោមបង្គាប់គាត់ម្នាក់ឈ្មោះជីយ៉ៅអរហេនៅតែមិនព្រមលែងដៃតើយើងគួររកមនុស្សម្នាក់ទៅសាកល្បងជាមួយក្មេងស្រីនោះទេឬថានាងមានវិធីការពារដែលអាចបង្វែរការវាយប្រហារអ្នកក្រោមបង្គាប់របស់ក៏ត្រូវនាងធ្វើឲ្យរងរបួសដែរគុំខ្ញុំបាននិយាយឲ្យថាមិនបានទេបងប្អូនគ្រួសាររបស់យើងធ្វើចំនួនមិនមែនធ្វើបែបនេះទេខាងពូទី2គឺជារឿងរបស់ពូទី2គាត់មានអាចកំបាំងអ្វីវាជារឿងរបស់គាត់អូនទី4កុំធ្វើអ្វីតាមអំពើចិត្តក្មេងស្រីនោះមានការប្រុងប្រយ័ត្នខ្ពស់ណាស់ប្រសិនបើនាងគិតថាអ្នកមានបំណងមិនល្អការសហការនាពេលក្រោយនឹងពិបាកបានហើយអញ្ចឹងធ្វើតាមវិធីរបស់អ្នកទី7ប៉ុន្តែអ្នកត្រូវបង្កើនល្បឿនការងារវិជាស្ថានស្រាវជ្រាវត្រូវការប្រាក់ប្រភេទនោះជាបន្ទាន់លោកបេអ្នកនិយាយថាអ្នកទិញចាប់អារម្មណ៍ខ្លាំងលើប្រាក់នោះតើប្រាក់នោះមានអ្វីពិសេសឬប្រាក់ប្រាធម្មតាមានចំណុចរលាយប្រហែលជាង900ដឺក្រេប៉ុន្តែប្រាក់បាច់នោះត្រូវកម្ដៅជិត2000ដឺក្រេទៅបលាយហើយវាមានសារធាតុតិចតួចដែលមិនទាន់ត្រូវបានរកឃើញនៅលើផែនដីលោកស្រីយ៉នតើនៅមានប្រាក់នោះទៀតទេជួយខ្ញុំពិនិត្យមើលថារបស់ទាំងនេះមានតម្លៃប៉ុន្មានបដូរទាំងអស់ទៅជាសាច់ប្រាក់ទៅអ្នកចង់រត់គេចមែនទេគិតអ្វីទៅខ្ញុំគ្រាន់តែគិតថាទុកនៅផ្ទះមិនសុវត្ថិភាពទេនេះជាអ្វីថ្មនេះកម្រិតជាងការរំពឹងទុកទៅទៀតខ្ញុំមិនមានគម្រោងលក់វាឥឡូវនេះទេលោក B សូមមើលរបស់ផ្សេងសិនតើខ្ញុំអាចថតរូបពីរបីសន្លឹកបានទេតាមស្រួលគ្រឿងមាសប្រាក់និងត្បូងនៅខ្ញុំមានតម្លៃដំបូងប្រហែល20លានខ្ញុំនឹងជួយដោះស្រាយការផ្ទេរពន្ធផ្ទាល់ខ្លួនជាមួយគ្នាអរគុណប៉ុន្តែអាចជួយខ្ញុំយកលុយទាំងនេះទៅទិញមូលនិធិដើម្បីវិនិយោគបានទេគ្មានបញ្ហាទេខ្ញុំនឹងរកមនុស្សរៀបចំការភ្ជាប់ថ្មនេះខ្ញុំមិនដែលឃើញពីមុនទេពិតជាចង់ដឹងខ្លាំងដូច្នេះបានថតរូបផ្ញើទៅឲ្យលោកចាស់នៅផ្ទះជួយវិតម្លៃលោកចាស់និយាយថាគាត់ចង់ទិញផ្ដល់តម្លៃ10លានអ្នកគិតថាលក់ទេលោកស្រីយ៉នខ្ញុំបានឮអំពីបំណុលគ្រួសារអ្នកតើត្រូវការឲ្យខ្ញុំជួយដោះស្រាយទេមិនចាំបាច់ទេអ្នកណាជំពាក់បំណុលអ្នកនោះត្រូវទទួលខុសត្រូវខ្ញុំមិនអាចជំនួសគាត់សងបំណុលបានទេអ្នកនិយាយត្រូវអញ្ចឹងសូមប្រយ័ត្នសុវត្ថិភាពបើជួបការលំបាកអាចទូរស័ព្ទមកខ្ញុំបានស្អាតខ្លាំងណាស់នេះជាថ្មមានជីវិតមែនទែនមើលទៅខាងក្នុងដូចជាមានថាមពលកំពុងហូរមិនគួរឲ្យជឿសោះតើភាគីខាងនោះធ្លាប់និយាយពីប្រភពរបស់ថ្មនេះទេខ្ញុំមិនដែលសួរពីប្រភពរបស់វាទេប៉ុន្តែលោកស្រីយ៉ាងធ្លាប់និយាយចេញដោយមិនដឹងខ្លួនមួយប្រយោគនាងហៅវាថាថ្មវិញ្ញាណពងទី7ឆ្នាំនេះអ្នកមានអាយុប៉ុន្មានហើយពាក្យបែបនេះក៏អាចនិយាយចេញមកបានដែរពងទី7ខ្ញុំចាំថាអ្នកមិនមើលប្រឡំលោកទេតាំងពីពេលណាដែលអ្នកស្គាល់ពាក្យថាថ្មវិញ្ញាណថ្មនេះបានប្រកល់ឲ្យលោកដារួចហើយតើជាអ្វីពិតប្រាកដលោកតានឹងវិនិច្ឆ័យដោយខ្លួនឯងបងទី2បងទី4តម្លៃរបស់វត្ថុផ្សេងទៀតខ្ញុំបានផ្ញើឲ្យអ្នកទាំងពីរហើយសរុប50លានប្អូនប្រុសសើអ្នកមិនអីទេមែនទេស្ថាប័នយន់សេងចង់ឲ្យពួកយើងអ្នកដែលផលិតអាវុធវិញ្ញាណដែលមានបញ្ហាលើកមុនបើមិនប្រកល់ពួកគេនឹងសម្លាប់ត្រកូលរបស់ខ្ញុំទាំងមូលពួកគេឲ្យពេលតែ3ថ្ងៃប៉ុណ្ណោះទាំងអស់ជាកំហុសរបស់ខ្ញុំដែលគ្មានសមត្ថភាពសុំទោសអ្នកនាងយន់ខ្ញុំមិនដឹងថាទោសរបស់អ្នកភ័យបែបនេះទេខ្ញុំនឹងសងអ្នកមួយសន្លឹកសងត្រូវតែសងឈើយិនសៃណូអ្នកនាងយន់ស្គាល់ឈើប្រភេទនេះឬនៅកន្លែងរបស់យើងវាមិនថ្លៃទេប្អូនប្រុសសើរបស់នេះនៅពិភពលោករបស់យើងមានតម្លៃខ្ពស់រហូតខ្ញុំមិនហ៊ានកំណត់តម្លៃទេអ្នកត្រូវការអ្វីអាចស្នើបានតាមចិត្តដើមហេតុគឺខ្ញុំបានវាបំផ្លាញទៅរបស់អ្នកខ្ញុំមិនហ៊ានស្នើសុំអ្វីទៀតទេអញ្ចឹងអ្នកផ្ញើទៅមួយប្រភេទរបស់ពិភពលោកអ្នកឲ្យខ្ញុំបានទេគ្មានបញ្ហាទេផ្ញើឲ្យអ្នកដុកទ័រក៏គ្រប់គ្រាន់ឲ្យអ្នកវាបំផ្លាញបាននៅក្នុងនេះគឺដំថ្នាំដែលភាគីខាងទៀតត្រូវការសរុប6គ្រឿងមួយគ្រឿងជាថ្មី5គ្រឿងទៀតជាស្តុកដែលត្រកូលរក្សាទុកជាច្រើនឆ្នាំនៅខាងក្នុងក៏មានអ្វីដែលលោកតារបស់ខ្ញុំតម្រូវការវត្ថុធាតុដើមនិងមតិកែលម្អឲ្យភាគីខាងទៀតមើលទៅប្អូនប្រុសសើអ្នកអាចផ្ដល់ឲ្យខ្ញុំឧបករណ៍ផ្ទុកមួយចំនួនទៀតបានទេពិភពលោករបស់ភាគីខាងទៀតមិនមានឧបករណ៍ផ្ទុកទេមានតែអ្នកជាតិការម្នាក់ដែលមានលំហកាត់ផ្ដាច់ពេលពួកអ្នកឆ្លងកាត់វិបត្តិនេះបានវានឹងក្លាយជាអាជីវកម្មធំមួយដូច្នេះប្អូនប្រុសសួរអ្នកត្រូវរស់រានមានជីវិតឲ្យបាននេះជាចិត្តស្មោះរបស់ភាគីខាងទៀតតាមដំណឹងថាជាថ្នាំដែលយកមកពីសមាគមអ្នកចម្រាញ់ថ្នាំនិងសមាគមអ្នកបណ្ដុះថាមពលអ្នកមើលទៅសមាគមអ្នកចម្រាញ់ថ្នាំសមាគមអ្នកបណ្ដុះថាមពលថ្នាំវិញ្ញាណមានច្រើនដល់ថ្នាក់នេះមែនមានប្រហែល20,000ដបតម្លៃប្រហែល2លាន
អូនប្រុសសួរនៅក្នុងពិភពលោករបស់អ្នកត្រកូលអ្នកបណ្ដុះធម្មពលនិងត្រកូលអ្នកចម្រាញ់ថ្នាំសុទ្ធតែពឹងផ្អែកលើស្ថាប័នមែនទេរបស់សាសនាប៉ុន្តែនៅក្នុងពិភពរបស់ពួកគេអ្នកចម្រាញ់ថ្នាំនិងអ្នកវឹកហាត់ធម្មពលគឺដាច់ដោយឡែកពីគ្នាពួកគេរួមគ្នាបង្កើតជាសមាគមធំពីរឋានៈរបស់ពួកគេថែមទាំងខ្ពស់ជាងសាសនាទៀតសូម្បីតែសាសនិកដ្ឋាននិងព្រះមហាក្សត្រក៏តែងតែត្រូវការអ្នកចម្រាញ់ថ្នាំដែលបានធ្វើជំនួញជាមួយខ្ញុំអាចដឹងឈ្មោះរបស់គាត់បានទេគាត់ឈ្មោះគ្រាន់តែប្រកួតសមាជិកដែលធ្វើខុសមួយចំនួនចេញទៅបន្លំឲ្យរឿងនេះកន្លងផុតទៅល្អណាស់បើប្រកួតចេញទៅយ៉ាន់ឆេងសេកមិនអាចឲ្យពួកគេរស់បានទេអូអ្នកទាំងអស់គ្នាចុះទៅសិនឥឡូវនេះការរស់រានរបស់គ្រូសាស៊ូស្ថិតលើស្មារបស់អ្នកទាំងស្រុងហើយមេក្រុមសូមកុំបារម្ភថ្ងៃនេះអ្នកបានធ្វើចំនួនអ្វីខ្លះភាគីម្ខាងទៀតបានផ្ញើថ្នាំចំនួន 20,000 ដុល្លារឲ្យពួកយើង20,000 ដុល្លារប្រកាសថាមិនមែន2 ដុល្លារទេលោកតាគ្រូសាចម្រាញ់ថ្នាំនិងផលិតអាវុធនៅពិភពនោះមិនពឹងផ្អែកលើសាសនាណាមួយទេពួកគេរួមគ្នាបង្កើតសមាគមឋានៈខ្ពស់ជាងសាសនាគ្រូសាសរបស់យើងបើបង្កើតខ្លួនឯងដោយឡែកនឹងជួបការរារាំងពីគ្រប់ភាគីអាចប្រឈមនឹងគ្រោះថ្នាក់បំផ្លាញគ្រូសាប៉ុន្តែបើយើងសហការជាមួយគ្រូសាផលិតអាវុធផ្សេងតែក៏ត្រូវសាសនាគៀបសង្កត់ដែរហើយគ្មានផ្លូវដល់ទៀតហានិភ័យនឹងត្រូវចែករំលែកខ្ញុំកំពុងគិតបើយើងរួមជាមួយគ្រូសាដែលមានស្ថានភាពដូចគ្នាតើយើងអាចបង្កើតសមាគមអ្នកវឹកហាត់ធម្មពលបានដែរត្រូវអន់ក្បាលទទួលយកឬត្រូវប្រឈមការបំផ្លាញគ្រួសារដូច្នេះមានផ្លូវទី3ដែលអាចសម្របសម្រួលបានសមាគមអ្នកវឹកហាត់ធម្មពលមើលទៅឆ្អឹងចាស់របស់ខ្ញុំនេះត្រូវឈួតម្ដងទៀតហើយមេគ្រួសារទាំងអស់សុទ្ធតែជាអ្នកជំនាញកម្ពុជានៃគ្រួសារចម្រាញ់ថ្នាំថ្ងៃនេះមកដល់ដោយសារការព្រួយបារម្ភមិនដឹងថាមានការណែនាំអ្វីទេលោកប្រធាននិកាយយេឬថានិកាយរបស់លោកទទួលបានថ្នាំថ្មីដែលមានលំនាំពួកយើងចង់ស្គាល់ខ្លាំងមកសុំមើលម្ដងពាក្យចាំអារ៉ាមអាក្រក់មិនគួរជឿទេវាគ្រាន់តែទទួលបានថ្នាំប៉ុន្មានគ្រាប់ប៉ុណ្ណោះលោកប្រធាននិកាយយេទើបជាមនុស្សដែលវាសនាជ្រើសរើសជាមនុស្សដែលមានស្នាមពន្លឺកាន់តែជ្រៅអ្នកការពារយេយកថ្នាំចេញមកឲ្យអ្នកទាំងអស់គ្នាមើលលោកប្រធាននិកាយយេនេះជាថ្នាំដែលអ្នកជំនាញណាជាអ្នកផលិតអាចណែនាំឲ្យស្គាល់បានទេខ្ញុំចង់គោរពគាត់ជាគ្រូលោកប្រធាននិកាយយេគ្រូសាខ្ញុំមានកូនពូជល្អជាច្រើនអាចឲ្យអ្នកជំនាញជ្រើសរើសបានបើអាចណែនាំអ្នកជំនាញបានគ្រូសាឆានរបស់ខ្ញុំនឹងផ្ដល់ឲ្យនិកាយយ៉ាងឆ្នាំរយៈពេល30ឆ្នាំដោយឥតគិតថ្លៃថ្នាំចំនួននេះគ្រាន់តែយកមកពីគ្រូសាស៊ូដែលជាគ្រូសាអ្នកហាត់ខៃដែលពឹងផ្អែកលើនិកាយយ៉ាងឆេងប៉ុណ្ណោះក្លាហានណាស់មិនទាន់លើកជង្គង់ទៀតយ៉ាងឈីលើកជង្គង់ឆាប់ឡើងក្មេងប្រុសកុំគិតថាបានបដូរថ្នាំគ្រាប់ប៉ុន្មានដប់ហើយអាចមិនគោរពច្បាប់របស់សាលាបានទេអ្នកនៅមានសមាជិកគ្រួសារណែនាំឲ្យអ្នកយកស្ថានភាពបន្ចាស់ទុំនៅតែជាក្មេងមិនចាំបាច់ខឹងគាត់ទេចាស់ទុំតែងតែតឹងរឹងកុំដាក់ក្នុងចិត្តមើលតូចថ្នាំគ្រាប់ទាំងនោះអ្នកយកមកពីណាខ្ញុំជាមេគ្រួសារគឺហើយខ្ញុំថាពូបានហើយពូវាជារបស់ដែលខ្ញុំបានមកពីរូងភ្នំមួយនៅតំបន់ហាមឃាត់ក្នុងគ្រួសារខាងក្នុងមានហាងលក់ទំនិញចម្រុះមួយមានម្ចាស់ហាងជាស្ត្រីម្នាក់ពេលគ្រួសាររបស់ខ្ញុំជួបបញ្ហាមានមនុស្សជាច្រើនស្លាប់ដោយសារម្ចាស់ហាងស្ត្រីនោះបានបដូរអង្គនិងជួយឲ្យពួកយើងឆ្លងកាត់វិបត្តិក្មេងល្អអ្នកកំពុងស្អប់សាលាមែនទេឧបករណ៍វេទមន្តដែលមានបញ្ហានៅចំពោះមុខអ្នកនៅចង់បដិសេធទៀតចាស់ទុំនិយាយធ្ងន់ពេកហើយគ្រាន់តែជាក្មេងម្នាក់តើគាត់ហ៊ានស្អប់បានដូចម្តេចទាំងអស់ពឹងផ្អែកលើការការពាររបស់ទើបគ្រួសាររបស់ខ្ញុំអាចវឹកហាត់ដោយសុខចិត្តគ្រួសាររបស់អ្នកនៅមានមនុស្សយោការម្នាក់បើមិនដូច្នោះទេក្មួយប្រុសពិភពលោកដែលផលិតថ្នាំគ្រាប់នោះពិតជាយ៉ាងណាតើភាគីម្ខាងទៀតអាចផ្ដល់វិធីចម្រាញ់ថ្នាំបានទៀតទេខ្ញុំមិនបានសួរព័ត៌មានច្រើនពីម្ចាស់ហាងស្ត្រីទេបើពូមានចំណាប់អារម្មណ៍លើកក្រោយខ្ញុំអាចជួយសួរឲ្យបានអ្នកទាំងអស់នេះខ្ញុំសូមស្នើសុំមេត្តាជំនួសគ្រួសាររឿងឧបករណ៍វេទមន្តលើកមុនសូមបញ្ចប់ត្រឹមនេះយ៉ាងម៉េចដែរគ្រួសារមានកិត្តិយសខិតខំអស់រយៈពេល1ឆ្នាំតែដាក់ទោសបន្តិចគឺគ្រប់គ្រាន់មិនចាំបាច់បំផ្លាញទាំងស្រុងទេឥឡូវនេះគ្រួសារអាចផលិតឧបករណ៍វេទមន្តបានហើយថែមទាំងអាចគ្រប់គ្រងថ្នាំគ្រាប់បានទៀតមិនមែនអ្វីដែលអាចជំនួសបានយ៉ាងនេះទេយុត្តិធម៌និងច្បាប់ពេលដែលម្ចាស់សំណងបានប្រកល់រឿងគ្រួសារឲ្យអ្នកសម្រេចចិត្តដូច្នេះឲ្យអ្នកជាអ្នកសម្រេចទៅលោកអេដឺម៉ូហេតុអ្វីអ្នកត្រូវបង្ខំខ្លាំងបែបនេះយ៉ាងជីគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះគ្រួសារស្មោះត្រង់អស់រយៈពេល1ឆ្នាំមានតែការធ្វើប្រហែលសម្ដងហេតុអ្វីយើងត្រូវចាប់ទុកមិនលែងមានន័យអ្វីគេខេងគឺជាមនុស្សអាក្រក់តែម្នាក់ឯងឬល្អអ្នកទាំងអស់គ្នាសម្រេចទៅស៊ឺយ៉ាន់ជាអាវុធវេទមន្តរបស់គ្រួសារស៊ឺមានបញ្ហាធ្វើឲ្យយ៉ាន់ឆេងសេកចាញ់សង្គ្រាមអ្នកទទួលស្គាល់ឬទេមែនបើដូច្នេះទោសស្លាប់អាចលើកលែងបាន10ឆ្នាំក្រោយនេះគ្រួសារស៊ឺត្រូវផ្គត់ផ្គង់ថ្នាំដោយបរិមាណបដូរ3ដងពីមុន3ដងអាវុធអន់របស់ពួកគេបានសម្លាប់សិស្សយ៉ាន់ឆេងសេកជាច្រើនបើសួរខ្ញុំយ៉ាងហោចណាស់ត្រូវ10ដងលោកអេដឺម៉ូចំនួន10ដងគ្រួសារស៊ឺពិតជាមិនអាចធ្វើបានទេសមាជិកគ្រួសាររងការគៀបសង្កត់យូរពេកហើយពេលនេះច្បាស់ណាស់ថាយ៉ាន់ឆេងសេកត្រូវការយើងថ្នាំពីចិញ្ចៀននោះមានធម្មពលសម្រាប់នៅមាត់ទន្លេចង់បានប៉ុន្មានក៏អាចយកបានប៉ុន្មានបើមិនបដូរជាថ្នាំនឹងផ្គត់ផ្គង់អាវុធវេទមន្តដោយផ្ទាល់លោកអេដឺម៉ូអាវុធវេទមន្តរបស់គ្រួសារស៊ឺតើអ្នកនៅតែហ៊ានប្រើទៀតឬតើអ្នកមិនខ្លាចទេថាពួកយើងអាចធ្វើខុសម្ដងទៀតអ្នកហ៊ានលោកអេដឺម៉ូសូមស្ងប់អារម្មណ៍សូមអង្គុយចុះហើយពិភាក្សាបន្តតាមគំនិតអ្នកតើបរិមាណ3ដងអាចសម្រេចបានទេគ្រួសារស៊ឺខំប្រឹងខ្លាំងក៏អាចផលិត3ដងបានប៉ុន្តែភាគីម្ខាងទៀតត្រូវការច្រើនបែបនេះមិនប្រកបទេបើពេលនោះពួកគេមិនចង់បដូរតើយើងធ្វើដូចម្តេចដូច្នេះអ្នកគិតថាគួរធ្វើដូចម្តេចខ្ញុំដូច្នេះអ្នកគិតថាគួរធ្វើដូចម្តេចប្រហែលយើងគួរយកផលិតផលពិសេសផ្សេងទៀតក្នុងពិភពមកបដូរអ្វីដែលភាគីម្ខាងទៀតត្រូវការមិនចាំបាច់មានតែអាវុធវេទតើយើងយកអ្វីទៅបដូររឿងនេះខ្ញុំក៏មិនដឹងដែរ
គ្រួសារសិស្សរបស់ខ្ញុំមានតែអាវុធវេទមន្តប៉ុណ្ណោះរបស់មានតម្លៃផ្សេងទៀតប្រហែលត្រូវរំខានលោកទាំងអស់គ្នាជួយរៀបចំពេលខ្ញុំទៅធ្វើការជួញដូរលើក្រោយខ្ញុំនឹងសួរម្ចាស់ហាងស្រីថាតើភាគីម្ខាងទៀតត្រូវការអ្វីហើយរាយការណ៍ទៅលោកយាយសូមឲ្យលោកយាយជាអ្នកសម្រេចម្ចាស់ហាងស្រីនិយាយអ្វីខ្ញុំនឹងជាអ្នកបញ្ជូនបន្តពេលនោះមិនមែនខ្ញុំអាចនិយាយយ៉ាងណាក៏បានទេយ៉ាន់ឆេងសេកមកលើកនេះអ្វីដែលហៅថាសំស្របខ្ញុំដែលជាអ្នកសម្ងាត់របស់ឆៃយួនសេកនៅក្នុងគ្រួសារតែងតែជួយលោកសាសនានេះតាមដានទីដោយថ្នាំគ្រាប់ថ្ងៃនេះយ៉ាន់ឆេងសេកបាននាំមេគ្រួសារអ្នកចម្រាញ់ថ្នាំ10មកសួរពីប្រភពថ្នាំគ្រាប់របស់ស៊ីយួនយ៉ាន់ឆេងសេកចង់ឲ្យគ្រួសារសឹកពុតគង់ថ្នាំគ្រាប់ដែលស្មើនឹងអាវុធវេទមន្ត10ដងក្នុងមួយឆ្នាំរយៈពេល10ឆ្នាំសូម្បីតែ3ដងក៏មិនព្រមដែរឥឡូវនេះកំពុងជាប់គាំងក្មេងប្រុសនោះកាន់ថ្នាំគ្រាប់វិញហាក់ដូចជាមានភាពរឹងមាំណាស់ដូច្នេះជំហានបន្ទាប់យើងគួរធ្វើអ្វីរឿងនេះខ្ញុំត្រូវរាយការណ៍ទៅឆេងវិញជាមួយថ្នាំគ្រាប់ឆេងយួនសេករបស់ខ្ញុំនឹងមិនឈោមើលដោយមិនធ្វើអ្វីឡើយលក្ខខណ្ឌដែលយើងផ្ដល់នឹងមិនទាបជាងយ៉ាន់ឆេងសេកទេអរគុណលោកអ្នកនាំសារសូមអរគុណអ្នកតំណាងនេះគឺជាឈើយិនសៃណានលោកស្រីយ៉ាងក្រុងលក់វាក្នុងតម្លៃប៉ុន្មានខ្ញុំមិនសូវយល់ពីរឿងនេះទេអ្នកកំណត់តម្លៃមកខ្ញុំជឿអ្នកប៉ុន្តែឈើយិនសៃណាននេះពិតជាកម្រណាស់ប៉ុន្តែមិនមែនជារបស់អ្នកជំនាញល្បីបំផុតទេខ្ញុំបានស្មានថាតម្លៃលើ50លានបើដាក់ដេញថ្លៃប្រហែលអាចបានខ្ពស់ជាងលោកស្រីយ៉ាងតាដេញថ្លៃមិនចាំបាច់ទេយកតាមតម្លៃដែលអ្នកនិយាយទៅស្អាតណាស់ស្អាតខ្លាំងណាស់ខ្ញុំមិនបានឲ្យអ្នកសួរទេថាតើមានគ្រឿងសង្ហារឹមជាសំណុំផ្សេងទៀតទេក្មេងស្រីនោះនិយាយដូចម្ដេចក្មេងស្រីនោះនិយាយថាគ្មានទេតើដែលល្អឥតខ្ចោះបែបនេះខ្ញុំត្រូវប្រើកៅអីប្រភេទណាទើបសមនឹងវាអូត្រូវហើយខ្ញុំត្រូវប្រញាប់ទូរស័ព្ទទៅលើយកពួកគេឲ្យពួកគេទាំងអស់មកបើកភ្នែកមើលជាក្រុមអ្នកមកពីបំណុលម្ដងទៀតឪពុកចុងរបស់ខ្ញុំឆេនឈីហ្គេងបានចាញ់លបែងអស់3លានការប្រាក់កាន់ជាបន្តបន្ទាប់រហូតដល់30លានគាត់បាននាំម៉ាក់ខ្ញុំនិងប្អូនប្រុសខ្ញុំរត់គេចទុកឲ្យខ្ញុំម្នាក់ឯងទទួលបន្ទុកបំណុលលបែងនេះអ្នកគឺជាកូនស្រីរបស់ឆេនឈីហ្គេងមែនទេសូមសួរថាអ្នកជានេះគឺជាមេធំឈីរបស់ពួកយើងអាចឲ្យឆេយចេញមកប្រើការការពារបែបនេះរបស់ដែលអ្នកទាំងពីរជួញដូរមិនធម្មតាទេលោកឈីខ្ញុំនិយាយត្រង់ទៅឪពុកចុងរបស់ខ្ញុំមិនល្អចំពោះខ្ញុំទេគាត់ខ្លាំងណាស់គាត់ចង់ឲ្យខ្ញុំសងបំណុលជំនួសគាត់ខ្ញុំសុខចិត្តចំណាយលុយច្រើនជាងសូមឲ្យអ្នកទាំងអស់សម្លាប់គាត់អ្នកចង់ទិញឲ្យគេសម្លាប់មនុស្សមែនទេភ្លេចទៅខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះគិតថាអ្នកទាំងអស់ក៏មិនហ៊ានដែរ30លានខ្ញុំមិនអាចសងជំនួសឆេនឈីហ្គេងបានទេគាត់មិនមែនជាឪពុកបង្កើតរបស់ខ្ញុំទេខ្ញុំក៏មិនបានទទួលទ្រព្យសម្បត្តិណាមួយពីគាត់ខ្ញុំគ្មានការប្រកិច្ចសងបំណុលលបែងជំនួសគាត់ទេក្មេងស្រីអាក្រក់ខ្ញុំមើលតែលុយប៉ុណ្ណោះ Jower Hey អ្នកមិនភ្លេចទេមែនទេពីមុនអ្នកវាយប្រហារខ្ញុំ2ដងតែត្រូវបានបញ្ច្រាស់ត្រឡប់ទៅវិញសម្រាប់មនុស្សអ្នកនៅតែគំរាមសម្រាប់មនុស្សទៀតអ្នកអាចសម្លាប់បានប៉ុន្មានអ្នកមិនមានសមត្ថភាពបញ្ច្រាស់ការវាយប្រហារទេបង្ហាញចេញមកឲ្យខ្ញុំមើលអ្នកទាំងអស់គួរតែការពារដោយស្វ័យប្រវត្តិទៅសំណាងល្អខ្ញុំនៅលាក់ទុកអាវុធវេទមន្តវាយប្រហារមួយក្នុងដៃអាវវាគឺ Shihon Leng ដែលបានដោះដូរពី Sian Chi លើកមុនគាត់ធ្លាប់និយាយថាពេលខ្សែនេះបន្លឺសំឡេងអាចធ្វើឲ្យមនុស្សបាត់ស្មារតីតែប្រសិទ្ធភាពមានរយៈពេលខ្លីខ្លាំងអ្នកចង់ប្រើវិធីអាក្រក់បែបនេះដើម្បីគេចបំណុលមែនទេបំណុលលបែងនោះដើមឡើយមិនមែនជារបស់ខ្ញុំទេតើនិយាយថាខ្ញុំគេចបំណុលបានយ៉ាងដូចឯកលើចំនួនមនុស្សចាស់មកធ្វើបាបនារីតូចម្នាក់ដូចខ្ញុំប្រើវិធីប្រឆាំងបន្តិចមិនលើហេតុផលទេបងធំតើយើងគួរដកខ្លួនសិនទេក្មេងស្រីនេះចម្លែកពេកលើកក្រោយហើយអ្នកចេះមិនធំមកដោះស្រាយនាងហើយអ្នកចេះមិនធំមកដោះស្រាយខ្ញុំបំណុលរបស់អ្នកនៅមិនទាន់ទៀមទាបានទេបែរជាចំណាយលុយខ្លួនឯងចូលទៅមុនជាច្រើនលោកទី2របស់អ្នកបង្រៀនឲ្យអ្នកធ្វើចំនួនបែបនេះមែនឬទៅលោកទី2នោះមិនងាយដោះស្រាយទេនាងមិនត្រឹមតែមានមុនឆ្លោះទៅវិញទេថែមទាំងអាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពភ្លាមពួកយើងទាំងអស់ត្រូវបានទុកជាប់ជាង2នាទីគ្មានអំណាចចោលស៊ូខ្ញុំមើលថាពេលថ្មីនេះលោកចាស់បានទទួលរបស់ល្អជាច្រើនហើយសប្បាយចិត្តខ្លាំងណាស់គ្រាន់តែរបស់មួយដែលក្មេងស្រីនោះលក់ឲ្យគ្រួសារបានលក់ចេញក្នុងតម្លៃ55លានបូកជាមួយវត្ថុមានតម្លៃខ្ពស់មុនទៀតលុយដែលគ្រួសារចំណាយលើនាងមុននឹងក្រោយជិតដល់100លានហើយឥឡូវនាងគួរតែមានលុយគ្រប់គ្រាន់សងបំណុលនាងចេះមុនអាគមហើយមានទំនាក់ទំនងជាមួយយើងមិនអាចធ្វើឲ្យខ្លាំងពេកទេរកឃើញហើយឬនៅគេរត់ទៅ country ហើយប្រើវិធីរបស់ដើម្បីបោកយកមនុស្សត្រឡប់មកឪពុកមិនមែនជាឪពុកបង្កើតរបស់នាងទេតែម្ដាយគឺជាម្ដាយបង្កើតរបស់នាងមែនទេខ្ញុំយល់ហើយគួរឲ្យចាប់អារម្មណ៍ខ្ញុំចង់ទៅជួបក្មេងស្រីនោះផ្ទាល់មិនមែនដោយសារមានមុនសកាទេគឺដោយសារអ្នកស៊ើបការផ្ដល់ដំណឹងនាងស្គាល់ម្ដាយនាងច្បាស់ណាស់លោកតាក្មេងស្រីនោះឈ្មោះឪពុកចុងរបស់នាងចាញ់លបែងក្នុងកាស៊ីណូ3លានដោយបូកការប្រាក់ឥឡូវខ្លាយជា30លាននិងម្ដាយនិងប្អូនប្រុសរបស់គេបានរត់គេចទៅហើយនៅសល់តែនាងម្នាក់ប្រឈមមុខនឹងបំណុលលបែង30លានរបស់ដែលនាងលក់ឲ្យយើងថ្មីនេះក៏គ្រប់សងបំណុលហើយមែនទេបញ្ហាគឺវាជាបំណុលលបែងរបស់ឪពុកចុងនាងគាត់មិនព្រមសងទេហើយអ្នកទារបំណុលមករំខានរាល់ថ្ងៃគាត់មិនអាចរស់នៅធម្មតាបានទេអ្នកទារបំណុលនោះជាមនុស្សរបស់អ្នកណាមនុស្សរបស់លោកពូទី2ទូរស័ព្ទទៅលោកពូទី2របស់អ្នកឲ្យគាត់មកភ្លាមប៉ាកូនក្រោមបង្គាប់របស់ប៉ាមានទៅទារបំណុលក្មេងស្រីតូចនៅមែនទេមែនអ្នកជំពាក់បំណុលមិនមែនក្មេងស្រីតូចនោះទេគឺស្ត្រីអាក្រក់ម្នាក់នោះបើចង់ទារបំណុលទៅរកស្រីនោះហាមរំខានក្មេងស្រីតូចប៉ាខ្ញុំមើលថាថ្មីនេះបានប្រមូលរបស់ល្អជាច្រើនឲ្យប៉ាអាចឲ្យខ្ញុំមើលចំណេះដឹងបានទេ
ក្នុងចំណោមរបស់ទាំងនេះមានមួយចំនួនគឺក្មេងស្រីតូចនោះជាអ្នកផ្ដល់30លានគឺជារឿងតូចការសហការរយៈពេលវែងទើបជារឿងសំខាន់អ្នកមិនត្រូវទៅរំខាននាងទៀតទេចាស់ប៉ាខ្ញុំស្ដាប់តាមប៉ាគ្រាន់តែប៉ាខ្ញុំមើលពីកូនក្រមបង្គាប់ថាក្មេងស្រីតូចនោះមានសមត្ថភាពចម្លែកខ្លះប៉ាដឹងទេប៉ាកូនក្រមបង្គាប់ខ្ញុំនិយាយថាក្មេងស្រីតូចនោះមានសមត្ថភាពចម្លែកខ្លះមានមនុស្សចង់វាយនាងប៉ុន្តែត្រូវកម្លាំងមើលមិនឃើញបង្វិលត្រឡប់មកវិញថ្ងៃនេះមនុស្សជាង10នាក់ស្រាប់តែបាត់ស្មារតីជាក្រុមរយៈពេល2នាទីបញ្ចាំអ្វីទាំងអស់ពួកគេទាំងអស់និយាយថាក្មេងស្រីតូចនោះចេះវិជាអាបធ្មប់អ្នកបានតាក់ទងនាងច្រើននាងជាអរិយមែនទេមិនមែនទេវិធីសាស្ត្ររបស់នាងគឺប្រឆាំងតែអ្នកទាបំណងដើម្បីការពារខ្លួននិយាយថាជាវិជាអាបធ្មប់គឺជាជំនឿហួសហេតុល្អជាងនេះឲ្យទៅស៊ើបអង្កេតមើលថានាងប្រើវិធីអ្វីពិតប្រាកដលោកពូទី2ច្បាប់ក្នុងវិស័យរបស់ពួកយើងគឺមិនសួរប្រភពទំនិញទេបើខ្ញុំចិត្តនាស៊ើបអង្កេតរឿងឯកជនរបស់នាងអាជីវកម្មនេះនៅថ្ងៃក្រោយនឹងមានបញ្ហានិយាយត្រឹមត្រូវគាត់ប្រើវិធីអ្វីតើគាត់ជាបេសាចឬអត់មិនសំខាន់ទេគ្រប់គ្រងមនុស្សរបស់អ្នកឲ្យបានល្អហាមទៅរំខាននាងទៀតនេះជាបញ្ជាដាច់ខាតខ្ញុំមិនចង់ឲ្យប្រាក់ត្រឹមតែ 3000,000 ប៉ះពាល់ដល់ការជួញដូររវាងខ្ញុំនិងក្មេងស្រីនោះទេយល់ហើយប៉ាកញ្ញាហេតុអ្វីបានជាបដូរស្រោមនេះសន្លឹកមុនខូចដោយមិនប្រុងប្រយ័ត្នដូច្នេះខ្ញុំបដូរថ្មីមួយវត្ថុថ្លាបែបនេះជារបស់ពិសេសនៅពិភពលោករបស់អ្នកមែនទេគ្រីស្ដាលរបស់ពួកយើងក៏មិនអាចខ្លាចដល់កម្រិតនេះទេនេះមិនមែនជាថ្មទេវាហៅថាកញ្ចក់ផលិតដោយការដុតតាមវិធីសិប្បនិម្មិតមិនមែនជារបស់ធម្មជាតិទេអ្នកចូលចិត្តវាទេលើកក្រោយខ្ញុំនឹងផ្ញើផលិតផលកញ្ចក់ឲ្យអ្នកមួយចំនួនអាចមែនទេតើវាមានតម្លៃខ្ពស់ទេខ្ញុំអាចយករបស់មកបដូរខ្ញុំបាននិយាយថាជូនអ្នកគឺជូនអ្នកនៅទីនេះវាមានតម្លៃថោកណាស់ហេជួយខ្ញុំបន្ថែមការកម្មមួយចំនួនត្រូវការផលិតផលកញ្ចក់ថ្លាបែបនោះឬនេះគឺជារឿងព្រេងនិយាយថាជាវត្ថុអាវុធវេទមន្តដែលអាចបញ្ជូនសារពីខ្ញុំតែងតែធ្វើចំនួនជាមួយបើមិនដូច្នោះទេការមករបស់គាត់តែមិនដឹងថាកញ្ញាចូលចិត្តអ្វីទេខ្ញុំចូលចិត្តមាសប្រាក់គ្រឿងអលង្ការយេតនិងគ្រីស្តាល់ហើយក៏ឈើផងដែរគ្រឿងសង្ហារឹមធ្វើពីឈើមានតម្លៃទាំងនេះរបស់ដែលខ្ញុំយកមកជួញដូរមានតិចណាស់មានតែរបស់ទាំងនេះប៉ុណ្ណោះជាទូទៅខ្ញុំមិនសូវចង់បានរបស់ក្រៅខ្លួនទេមិនដូច្នោះទេកញ្ញាជ្រើសរើសអាហារសម្រន់ខ្លះទៅនារីទាំងឡាយប្រហែលជាចូលចិត្ត348 09នៅផ្ទះមានរបស់ល្អបែបនេះ360នេះនឹងតាក់ទាញឱកាសល្អ38មិនដឹងថារហូតស្នាមមានការរីកចម្រើនយ៉ាងណាទេ90009ពីគីមខាងទៀតក៏បានបើតាមដំណើរការ40040ពួកគេក៏បានយកទៅផ្ទះឡានមានរបស់ល្អបែបនេះ350តែល្អជាងរបស់អ្នកនៅក្នុងនេះមានរដូវឆ្នាំចំនួន9និងវត្ថុធាតុដើមសម្រាប់160នេះនាំមកនៅជោគវាសនាវត្ថុធាតុដែលអ្នកថ្នាក់ទី9បានស្នើខ្ញុំចង់ដឹងថាអ្នកអាចយកវត្ថុធាតុទាំងនេះនិងអ្វីដែលអ្នកថ្នាក់ទី9បានស្នើមតិកែលម្អដែលបានផ្ដល់គឺចំនួន6ល្អណាស់សូមជួយផ្ញើការអរគុណរបស់ខ្ញុំទៅស៊ីយ៉ានឈីផងនេះជារបស់ដែលភាគីនោះផ្ញើមកដើម្បីអរគុណចំពោះថ្នាំដែនចំនួន30,000លើកមុនអរគុណអ្នកនាងយ៉ាន់សូមអរគុណស៊ីយ៉ានឈីជំនួសខ្ញុំផងយ៉ាងម៉េចហើយខ្ញុំបានប្រាប់ភាគីនោះហើយយើងត្រូវការឧបករណ៍ទុកច្រើនមានដំណឹងពីវត្ថុធាតុដើមសម្រាប់ជីដេញហើយលើកនេះបដូរបានអាវុធវេទមន្តប៉ុន្មានសមាគមអ្នករបស់ខ្ញុំត្រូវជ្រើសរើសមុនកុំសង្ឃឹមថានឹងលួចយកផលប្រយោជន៍ផ្ទាល់ខ្លួនថ្នាំដែន10,000លើកមុនគឺជាអំណោយជួបគ្នាលើកដំបូងដែលពួកអ្នកផ្ដល់ឲ្យភាគីអ្វីដែលខ្ញុំប្រាប់ហ្វេងឆេក៏ជាការផ្ដល់ជូនដែរឥឡូវនេះពួកអ្នកបែរជាសួរខ្ញុំថាបដូរបានអាវុធវេទមន្តអ្វីឲ្យខ្ញុំទៅលួចយកមកទេយេឆៃអែនលើកនេះអ្នកបានទៅបដូរអ្វីខ្លះហើយអ្វីខ្ញុំត្រូវរាយការណ៍ប្រាប់អ្នកចង់បដូរត្រូវបង្ហាញភាពស្មោះត្រង់របស់អ្នកទាំងអស់គ្នាត្រឡប់ទៅវិញចុះលោកវងភាគីនោះបានផ្ដល់វត្ថុធាតុដើមដែលយឺដេញត្រូវការឲ្យខ្ញុំរួចហើយថែមទាំងផ្ដល់យោបល់កែលម្អទៀតមានអ្វីកើតឡើងឆៃអែនភាគីនោះមានតម្រូវការថ្នាំដែនថ្មីមែនទេលោកគ្រូលោកមើលឡោះនេះពិតជាមែនខ្ញុំបានសិក្សាអស់ពាក់កណ្ដាលជីវិតទីបំផុតខ្ញុំមានរកផ្ទាល់ខ្លួនហើយហានេះក៏ជាល្អដែរលើនេះជាបច្ចេកទេសដែលពិភពលោករបស់ភាគីនោះប្រើជាញឹកញាប់ឲ្យយើងប្រៀបធៀបមើលថាមួយណាល្អជាងលើនេះអាចសន្សំធម៌ពលវិញ្ញាណបានពាក់កណ្ដាលកាត់បន្ថយពេលវេលាបាន70%អត្រាជោគជ័យបាន30%ខ្ញុំគ្រាន់តែចម្រាញ់ដោយញីបែរជាទទួលបានសុទ្ធតែរបស់កម្រិតល្អបំផុតពួកយើងជាគ្រូសិស្សប្រើប្រាស់របស់ថ្មីនេះរួមគ្នាចំណែករបស់ចាស់នោះឲ្យទៅសមាគមអ្នកចម្រាញ់ថ្នាំវិញហើយអ្វីត្រូវឲ្យពួកគេបើពួកគេមិនយកថ្នាំមកដូរខ្ញុំមិនឲ្យទេលោកគ្រូតើពួកគេនិយាយអ្វីជាមួយលោកគ្រូនៅតែជាលោកគ្រូរបស់ខ្ញុំរឿងកាលពីពេលនោះជាអ្នកធ្វើតែម្នាក់ឯងមិនដេចថាមិនពាក់ព័ន្ធបានពួកគេបាននៅលើខ្ពស់អស់រយៈពេលជាច្រើនឆ្នាំបបញ្ឆោតគ្រូដោយពាក្យសម្ដីខ្ញុំធន់ទ្រាំនឹងវាយូរហើយមិននឹកស្មានថាចម្រាញ់បានជោគជ័យលឿនបែបនេះសំឡាញ់របស់ល្អជាងនេះគួរតែផ្ដល់ជូនលោកគ្រូជាមុនថ្ងៃក្រោយបើទទួលបានរបស់ថ្មីចាំប្រគល់ឲ្យអ្នកក៏មិនយឺតទេនោះជារឿងធម្មតាព្រះអង្គនេះជារបស់ដែលភាគីខាងប្រគល់ជាការឆ្លើយតបសម្រាប់ថ្នាំ30,000មួយគ្រាប់សម្រាប់អ្នកមួយគ្រាប់សម្រាប់ប្រធានសមាគមអ្នកចម្រាញ់ធម្មពលប្រធានគណនេយ្យសមាគមអ្នកចម្រាញ់ថ្នាំសូមព្រះអង្គជួយប្រគល់ជូនផងចង្ក្រានចម្រាញ់ថ្នាំនេះជារបស់ដែលអ្នកដូរបានរបស់ដើមអ្នកអាចសម្រេចចិត្តប្រើប្រាស់បានលោកគ្រូតាមពិតពួកយើងនៅមានចំនួន4ទៀតកូនសិស្សអាក្រក់នេះអស្ចារ្យណាស់សមាគមបានចិញ្ចឹមគេធំឡើងតែគេបែរជាក្បត់ចេញក្រៅគួរតែយកថ្នាំ10,000នោះត្រឡប់មកវិញបន្ទាប់មកបិទផ្លូវគ្រូសិស្សទាំងពីរបើគេមិនប្រគល់កាត់ជើងគេចោលរាយការណ៍ជូនប្រធានព្រះអង្គសូមជួបទៅធ្វើអ្វីទៀតប្រកាសជាចង់បោកយកថ្នាំទៀត
អ្នកទៅរីកាវិញប្រាប់ថាប្រធានមិនទំនេរមនុស្សពីរាជវាំងនិយាយថាអ្នកចម្បាំងអ្នកចម្រាញ់ធម្មពលនោះដើម្បីអរគុណសមាគមរបស់យើងចំពោះឆ្នាំ10000បានយកវត្ថុទុកជារបស់ឆ្លើយតបសូមប្រធានសមាគមទៅទទួលយកអ្វីប្រអប់ទុកមានប្រអប់ទុកមែនអ្នកណាលោកស្រីយ៉នខ្ញុំឈ្មោះជាពូទី2របស់ពូទី2លុយ30លាននោះគឺជាបំណុលដែលឪពុករបស់ខ្ញុំពាក់ព័ន្ធនឹងខ្ញុំមិនអាចយកវាចេញបានទេលោកស្រីយ៉ាងយល់ច្រឡំហើយថ្ងៃនេះខ្ញុំមកដើម្បីចរចាអាជីវកម្មមួយជាមួយអ្នកប្រសិនបើសម្រេចបានបំណុល30លានរបស់ឪពុកអ្នកអាចលុបចោលបានទាំងអស់អ្នកមិនចង់ឲ្យចាប់ពីថ្ងៃស្អែកទៅមនុស្សរបស់ខ្ញុំមកគោះទ្វាររាល់ថ្ងៃនៅម៉ោងនេះទេពូទី2ថ្ងៃស្អែកថ្ងៃត្រង់យើងជួបគ្នានៅកន្លែងស្ងប់ស្ងាត់ដើម្បីពិភាក្សាបានថ្ងៃស្អែកម៉ោង11ថ្ងៃត្រង់ខ្ញុំនឹងផ្ញើមនុស្សទៅទទួលអ្នកនារីយ៉នអ្នកកំពុងធ្វើអ្វីអ្នកដើរមិនមានសម្លេងសោះលោកស្រីយ៉ាន់មុននេះកំពុងស្ដាប់អ្វីម្ចាស់ភូមិមកគ្រប់ដល់មុខទ្វារគឺជាបំណុលល្បែងរបស់ឪពុកខ្ញុំឧបករណ៍ការពារខ្លួនទាំងនោះគឺដើម្បីប្រយុទ្ធជាមួយពួកគេដល់ទីបញ្ចប់ការជិះរថយន្តបែបនេះថ្លាភ្លឺជាងគ្រីស្តាល់ស្អាតបំផុតដែលខ្ញុំធ្លាប់ឃើញទៅទៀតលោកស្រីយ៉ាន់នេះជាអ្វីរបស់នេះថ្លៃទេនៅពិភពរបស់ខ្ញុំវាជារបស់ដែលគេចាត់ទុកថាជាសម្រាប់ប៉ុន្តែក្នុងភ្នែកនាងវាជារបស់កម្រដែលមិនធ្លាប់ឃើញយ៉ាន់ឆេងសេកចង់ឲ្យគ្រួសារសួររបស់ខ្ញុំក្នុងរយៈពេល10ឆ្នាំប្រគល់ឧបករណ៍វេទមន្ត3ដងដើម្បីបដូរយកថ្នាំខ្ញុំមិនព្រមទេដូច្នេះខ្ញុំគិតយូរហើយមានផែនការមួយប្រើឱកាសនេះតាក់ទងគ្រួសារចម្រាញ់ឧបករណ៍ផ្សេងទៀតប្រាប់មកស្ដាប់ខ្ញុំក៏ហៅថាពួកគេចង់បានឧបករណ៍វេទមន្តប្រភេទភ្លើងនិងស្ដារវិញ្ញាណយ៉ាន់ឆេងសេកនឹងឲ្យគ្រប់គ្រួសារផ្គត់ផ្គង់ជាមួយគ្នាខ្ញុំនឹងមានឱកាសតាក់ទាញពួកគេដើម្បីរៀបចំបង្កើតសមាគមតើរឿងនេះអាចត្រូវបានគេមើលឃើញទេការត្រូវបានបង្ហាញមុខគឺជារឿងជៀសមិនផុតខ្លឹមសារនៃការជួញដូរខ្ញុំជាអ្នកសម្រេចពួកគេនឹងគិតថាគ្រួសារមិនចង់ផ្ដល់ច្រើនទៀតទើបបានទាញគ្រួសារផ្សេងចូលមកផែនការល្អណាស់ពិតជាអស្ចារ្យខាងអ្នកមានអ្នកទោសទេអ្នកទោសដែលអ្នកនិយាយគឺការគូលើក្រដាស់ដើម្បីប្រើមែនទេប្រហែលជាមានន័យដូចនេះគឺកម្រណាស់ការប្រើដោយឡែកមិនមានប្រសិទ្ធភាពល្អជាទូទៅពួកយើងឆ្លាក់វាលើការគូលើក្រដាស់ដោយឡែកខ្ញុំមិនធ្លាប់ឃើញទេអូនិយាយមកអាចសុំអ្នកសួរបានទេថាខាងពួកគេមានវិធីទេមានគ្រួសារជាច្រើននៅទីនេះតែងសួរគ្មានបញ្ហាតើអ្នកមានសៀវភៅអំពីអាចចែករំលែកផ្លាស់ប្ដូរបានទេគ្រួសាររបស់យើងបង្កើតតែងតែបង្រៀនតាមមាត់នឹងចិត្តសៀវភៅមានតិចណាស់ខ្ញុំនឹងត្រឡប់ទៅសួរមើលយ៉ាងម៉េចហើយអាចសួរដឹងទេថាខាងនោះត្រូវការអ្វីបានឲ្យជួយបញ្ជូនសារតម្រូវការលម្អិតត្រូវរងចាំលើក្រោយបន្ថែមទៀតពិភពរបស់ខាងនោះប្រហែលក៏ត្រូវការសៀវភៅដែរលោកការពារយាយហេតុអ្វីមិនអាចចេញមុខស្នើសុំសៀវភៅពីគ្រួសារធំហើយប្រគល់ឲ្យខាងនោះម្ចាស់គ្រួសារគិតផែនការល្អមែនឲ្យគ្រួសារយករបស់មានតម្លៃចេញហើយឲ្យរបស់ខ្ញុំខ្លាចជាអ្នកអាក្រក់ឲ្យទទួលហានិភ័យជំនួសគេចាស់ទុំរបស់ខ្ញុំនឹងផ្ដល់ជូនរបស់ខ្ញុំក៏អាចផ្ដល់បានដែរគ្រាន់តែសៀវភៅប៉ុន្មានក្បាលប៉ុណ្ណោះតើខ្លាចជាតឹងរឹងបែបនេះតាំងពីពេលណាអ្នកនាំចូលបុកចូលទីលានភ្នាល់របស់មានន័យអ្វីការពារយាយមិនចាំបាច់ខឹងទេពួកយើងបានឮថាឆ្នាំរបស់បានលេចមុខចង់ទិញខ្លះពីគ្រួសារទើបមកទីនេះគ្រួសារគឺជាសម្ព័ន្ធរបស់ខ្ញុំអ្នកចង់ធ្វើអ្វីក៏គួរតែពិភាក្សាជាមួយរបស់ខ្ញុំជាមុនអធិការយីឬក៏យ៉ាងឆេងសេកមានបំណងប្រមូលកងទ័ពដើម្បីបង្កើតអំណាចហើយមិនដាក់ព្រះរាជបុត្រទី3នៅក្នុងភ្នែកទៀតឬឆៃនីវ៉ាន់សេកទើបតែសម្រាប់សមាជិកគ្រួសារចំណុះជាច្រើនរបស់យ៉ាងឆេងសេកបំណុលឈាមនៅមិនទាន់សងរួចទេខ្ញុំមានហេតុផលសង្ស័យថាឆៃនីវ៉ាន់សេកចង់វាយប្រហារគ្រួសារឈឹវសូមព្រះរាជបុត្រទី3នាំពួកគេចេញពីទីនេះភ្លាមឆៃរ៉ានហួសហេតុពេកហើយចុះឲ្យខ្ញុំជាអ្នករៀបចំអញ្ចឹងភាគីទាំងពីរទៅប្រជុំនៅដងលេងសេឌីដងលេងសេឌីស្ថិតនៅព្រំដែនរវាងសាសនាទាំងពីរយុទ្ធធម៌បំផុតយ៉ាងណាឡជួបគ្នានៅដងលេងសេឌីក្នុងចំណោមអ្នកទាំងអស់គ្នាតើមាននរណាធ្លាប់តាក់ទងសម្ងាត់ជាមួយឆៃនីវ៉ាន់សេកឬទេ